សេចក្តីប្រកាសឈានសាំងអ៊ីនព្រះអង្គត្រាស់បង្គាប់ស្នំលីជោគជ័យទទួលបានការប្រទានពីព្រះអង្គទទួលតំណែងជាស្នំឯកលីចប់សេចក្តីប្រកាសខ្ញុំម្ចាស់សូមអរព្រះគុណព្រះអង្គមានប្រជញ្ញម៉ឺនឆ្នាំព្រះអង្គឆាប់ជួយបាត់របស់យើងផងព្រះអង្គឆាប់ជួយបាត់របស់យើងផងព្រះអង្គស្រីឈួតមកពីណាក្រាបទៅព្រះអង្គនេះជាមនុស្សរបស់ជ័យឆាយតាំងពីនាងបាត់បង់កូនមកនាងបានខ្លាចទៅជាមនុស្សឈួតបាត់ឈួតអាណិតណាស់គឺនាងជាអ្នកស្ដាប់បាត់របស់យើងព្រះអង្គជំងឺនាងរើទៀតហើយមនុស្សជ័យឆាយអុកឡុកពិធីស្នំលីឆាប់យកទៅដាក់ដំណាក់ត្រជាក់ទៅក្រាបទូលទៅព្រះអង្គហ៊ានធ្វើឲ្យស្នំលីមិនពេញចិត្តមួយជីវិតនេះកុំសង្ឃឹមថាបានចេញពីដំណាក់ត្រជាក់នេះអសោះបន្តព្រះរាជពិធីកុំខ្លាចឈួតមកម្នាក់ទៀតហើយស្នាមឯកនេះខ្ញុំចាស់សូមចូលគប់សូមស្នាមឯកមានប្រជញ្ញម៉ឺនឆ្នាំនាងស្គាល់យើងហ៎អ្នកណាស់មិនស្គាល់ស្នំស៊ីឆ្នាំនោះឈ្នះអស់ដំណាក់ទាំង6ឈ្មោះល្បីរន្ទះមន្ត្រីជំនាន់មុនហើយស្នំថាជាស្នំបំផ្លាញប្រទេសអញ្ចឹងឯងមកដំណាក់ត្រជាក់នេះដើម្បីជ័យយើងហ៎ទេខ្ញុំម្ចាស់មកសំពះគ្រូសូមរៀនវិជ្ជាសូមទ្រង់ជួយដល់ខ្ញុំម្ចាស់ដើម្បីសងសឹកនាងមានកំណុំស្អីស្នាមឯកនេះកូនសើខ្ញុំក្តៅខ្លួនសូមទ្រង់បញ្ជូនព្រះរាជពេទ្យមកព្យាបាលកូនខ្ញុំម្ចាស់ផងព្រះស្នំមិនមានអ្វីធ្ងន់ទេទូលបង្គំសូមចេញទៅហើយក្រាបទូលឈប់ភ្លាមយើងនៅមានអារម្មណ៍ថាក្នុងខ្លួនយើងដូចជាមិនសូវស្រួលព្រះរាជពេទ្យពិនិត្យមើលបន្តិចទៅមើលស្នាមឯកនេះសូមជួយកូនខ្ញុំម្ចាស់ផងប៉ុន្តែព្រះម្ចាស់ទៅកំពុងតែមានអាពាធធ្ងន់នាងគឺជាមនុស្សសាមញ្ញយើងជាស្នាមដំណាក់គួរតែបែងចែកខ្ពស់ទាបតូចធំឲ្យបានច្បាស់ផងស្នាមឯកមានសវណ្ណដីហើយស្នាមឯកកំពុងតែមកស្រួលបកាយរាជគ្រូកំពុងតែព្យាបាលស្នាមឯកចាំបន្តិចទៅតែក៏មិនអាចចាំបាននោះទេនាងជាមនុស្សសាមញ្ញមិនមានឋានៈសូម្បីតែកូនរបស់នាងកុំធ្វើបាបមេដារបស់យើងចេញទៅកូនស៊ឺបាត់ត្រាស់តូចយ៉ាងម៉េចទៅហើយសំទោសស្នាមឯកបាត់តូចនឹងមានជីវិតធម្មតាមើលទៅស្នាមឯកដូចជាមិនមានវិឈូតែឆាប់ទៅយកបង្អែមមកឲ្យជីព្រះមេកូនស៊ឺមេដាបាត់សំទោសបាត់មិនអាចការពារមេដាបានទៀតទេបាត់ស៊ឺនេះជាខ្សែដៃប្រជញ្ញយូរអាចឲ្យបាត់មានសុខភាពល្អប្រជញ្ញយូរ100ឆ្នាំអញ្ចឹងល្អណាស់បាត់អាចការពារមេដាបានរហូតហើយព្រះមេដាបាត់មិនអាចមានប្រជញ្ញយូរទេមេដាត្រូវតែមានប្រជញ្ញយូរ100ឆ្នាំជំនួសបាត់ណាអ្នកមិននាងព្រះរាជបាត់មិនស្រួលទេមេដាកុំព្រះកន្សែងបាត់នឹងខ្លាចទៅជាផ្កាយមកថែព្រះមេដាអត់ទេបាត់ស៊ឺយើងមានតែបុតមួយអង្គគុណពួកឯងនៅតែបានប្រយោជន៍ស្អីព្រះអង្គស្នាមលីគឺស្នាមលីមានចេតនាខត់ព្រះរាជគ្រូទៅធ្វើឲ្យព្រះរាជបិទសាយទីបង្កើតសូមព្រះអង្គមានព្រះតម្រេស្នាមលីតើស្នាមជាអ្វីទៅរហូតដល់ត្រូវការព្រះរាជគ្រូដល់ទៅ6នាក់ព្យាបាលក្នុងពេលតែមួយសូមព្រះអង្គគប់ខ្យាខ្ញុំម្ចាស់មានបុតជាលើកទី1មានការវិលមកគឺមកពីខ្ញុំម្ចាស់ធ្វើឲ្យព្រះបត្រាបាត់បង់ជីវិតមានបុតហើយព្រះរាជគ្រូបាននិយាយហើយគឺនៅក្នុងពោះខ្ញុំម្ចាស់គឺព្រះបត្រាល្អណាស់ល្អដូចតែយើងមានព្រះបន្ទូលស្នំលីមានបុតឲ្យយើងមានគុណសម្បត្តិយើងនឹងលើកស្នំលីទៅជាស្នំឯងអរព្រះគុណព្រះអង្គដំណាក់ខានមានបុតយូរមកហើយយើងត្រូវយកដំណឹងល្អនេះទៅប្រាប់ដល់ព្រះមេដាព្រះអង្គម្ចាស់
ប្អូនមើលមិនឃើញទៀតមែនទេព្រះអង្គគឺមិនបានខ្វល់ពីឯងនឹងបុត្ររបស់ឯងនោះទេទ្រង់ខ្វល់តែពីបុត្រយើងនៅក្នុងពោះតែប៉ុណ្ណោះប្រហែលឆ្នាំនេះរាល់ថ្ងៃខ្ញុំធ្វើការយកចិត្តទុកដាក់អត់ធន់ជាមួយនាងខ្លាំងណាស់ហេតុអីនាងធ្វើបាបបុត្ររបស់យើងហេតុអីនាងជាមនុស្សឋានៈតូចទីផ្ទុកជាមួយព្រះអង្គតែម្ដងមានបុត្រឯងស័ក្តិសមដែរពេលនេះយើងមានបុត្រាហើយចំណែកកូនស៊ឺរបស់នាងក៏គួរដល់ពេលផ្ដាច់ឋានៈបុត្រាច្បាស់ឲ្យបុត្រាយើងហើយម្ចាស់ប្អូនឯងកុំបន្ទោសយើងបើចង់បន្ទោសគួរបន្ទោសម្ដាយដែលគ្មានប្រយោជន៍ដូចឯងអញ្ចឹងកុំនឹងសាក់រស់មួយទីមិនអាចបន្សងសឹកបានទេខ្ញុំនឹងឲ្យនាងបាត់ស្គាល់រសជាតិលំបាករបស់ខ្ញុំដូច្នេះនាងបន្លំធ្វើឈួតហើយចូលដំណាក់របស់យើងខ្ញុំមកសំពះស្នំអាចធ្វើជាគ្រូខ្ញុំចង់ទទួលការស្ដាយឆើលើមនុស្សមើលមានតែបាច់នេះទីទៅសងសឹកឯបាត់ខ្ញុំម្ចាស់បានម៉ាម៉ណែយកគុជនេះឲ្យទៅរកអ៊ីជឹងគេចេះពីចំណេះដឹងខាងច្បាស់ជាអាចជួយអញបានច្រើនក្រោយចូលដំណាក់ត្រជាក់គឺមិនអាចមានអ្នកណាចេញបានទេស្នំឯងមានមធ្យោបាយទេប្រកាសហើយភ្លើងឆេះហើយឆាប់រលត់ភ្លើងឆាប់រលត់ភ្លើងលើឡើងឆាប់រលត់ភ្លើងឆាប់រលត់ភ្លើងលើឡើងជិះគ្នាបើលើឡើងឆាប់ជួយគ្នាលើឡើងជួយគ្នាមិនអញ្ចឹងទៅឆាប់ឡើងឆាប់ជួយគ្នាលើឡើងជួយគ្នារលត់ភ្លើងឆាប់ឡើងមកលើឡើងខណែមកខណែលើឡើងមកជួយគ្នាមិនអញ្ចឹងទៅឆាប់ឡើងលឿនឆាប់ឡើងលឿនមកលឿនស្នំឯងត្រូវចេះហើយលើខ្ញុំម្ចាស់ខ្ញុំស្នំឯងចេះតែស្នំឯងអាលីយើងបានបង្រៀនឯងលើអ្វីដែលឯងចេះឲ្យឯងអស់ហើយយើងក៏ស្ដាប់បិទភ្នែកចិត្តដែរយើងមានសម្ដីចង់ក្រៃផ្ដាំទៅឯងកុំស្រឡាញ់មនុស្សម្នាក់ទីនៅដំណាក់ស្ដាយបើមានស្នេហាហើយគឺមានតែស្លាប់ប៉ុណ្ណោះស្លាប់ឯងកុំឯងស្លាប់ឯងបញ្ជាព្រះអង្គនាំស្នំឯងតូចតាចទៅដំណាក់ស៊ីនក៏ពិបាកចិត្តអីបាទស្នំឯងបានចាត់ចែងហើយលោកចាប់ពីថ្ងៃនេះតទៅមនុស្សចង់ឆាយគឺជាម្ចាស់របស់ខ្ញុំម្ចាស់មានអីផ្ដាច់ផ្ដាំខ្ញុំធ្វើតាមទាំងអស់ទេនាងងើបសិនទេមកដល់ពេលនេះខ្ញុំមិនមែនជាមនុស្សចង់ឆាយទៀតទេពេលនេះអ្វីដែលសំខាន់ចង់បានការសពតិពីព្រះអង្គអ្នកមនាងមានផែនការអីហ៎ត្រៀមរួចហើយខ្វះតែអំណាចខ្ចីអំណាចអ្នកណាគេខ្ចីមេយើងមកយឺតដែរទីជប់មិញកំដៅព្រះអង្គបានជប់ជ្រេហើយព្រះអង្គមិនឲ្យខ្ញុំម្ចាស់តែឡើងទៀតលំបាកដល់ម្ចាស់ប្អូនហើយទើបមានបុត្រាត្រូវបម្រើព្រះអង្គថែទាំសុខភាពផងខ្ញុំម្ចាស់មិនអីទេហើយតែម្ចាស់ស្ត្រីមេតិចយ៉ាងនេះបែរជាក្រឹងព្រះពោះស្ដែងពេលណាទើបអាចបំពេញបុណ្យឲ្យព្រះអង្គបានមិនអញ្ចឹងទេខ្ញុំម្ចាស់សុខចិត្តឲ្យកន្សែងក្របដណ្ដប់របស់ខ្ញុំម្ចាស់ថ្វាយដល់ម្ចាស់ស្ត្រីតិចចិត្តមិនបាច់ទេត្រូវហើយកន្សែងសរសៃកងោកមាសមួយនេះគឺព្រះអង្គប្រទានឲ្យខ្ញុំម្ចាស់ជាពិសេសបើខ្ញុំម្ចាស់ឲ្យគេខ្ចីនោះខ្លាចតែព្រះអង្គទ្រង់មិនសប្បាយប្រទេសព្រះអង្គយាងមកដល់ហើយថ្វាយបង្គំព្រះអង្គមានប្រជជនយើងយូរមនុស្សមកដល់អស់ហើយចាប់ផ្ដើមទៅលត់ចង្គង់ដោតធូបណែព្រះអង្គត្រង់ឆាប់តតមើលទៅព្រះអង្គរំស្អាតដូចជាហង្សរៀងដូចជានេះអូយរំស្អាតខ្លាំងណាស់ហេ
អីបានជាឋានមនុស្សមានមនុស្សស្អាតបែបនេះឬជាទេពអប្សរមី9លាក់ភ្លៀងហើយ ធ្លាក់ភ្លៀងហើយក្រាបទូលចុះនេះក្រៃនាងនៅដំណាក់ត្រជាក់មែនទេហេតុអីបានជានាងនៅទី ឆាប់ឲ្យនាងម្នេះមក ខ្ញុំម្ចាស់ចុះនេះថ្វាយបង្គំព្រះអង្គនិងម្ចាស់សត្រី ហេតុអីបានជានាងចេញមកពីដំណាក់ត្រជាក់ សុំទូលព្រះអង្គដំណាក់ត្រជាក់ក្រៃភ្លើងឆេះស្នាមដែលសេសាត្រូវបាននាំទៅដំណាក់ស៊ីនទាំងអស់សុំទូលព្រះអង្គពិបាកប្រទេសរឿងគ្រូព្រីងស្ងួនខ្ញុំម្ចាស់ប្រចាំសំណុំទឹកភ្លៀងតាមបែបនៅស្រុកកំណែដើម្បីជួយបំបត្តិទុកកង្វល់ព្រះអង្គខ្ញុំម្ចាស់ដឹងខ្លួនថាខ្ញុំម្ចាស់មានទោសជាប់ខ្លួនមិនមានសំណាងអាចជួបព្រះអង្គបន្តិចទៀតនឹងទៅទៅវិញសម្រាប់ខ្លួននាងទោសតែខ្លួនទៅល្អហើយឯណាមនុស្សឆាប់យកស្រីឈួតនេះអស់ចេញព្រាមទៅជប់សិនឯណាទៅមនុស្សស្រីឈួនច្បាស់ណាស់គឺមនុស្សមានតម្លៃរបស់យើងស្ដាប់ប្រេតបញ្ជាតកលចង់សុំទៅភ្លៀងមានគុណសម្បត្តិតែងតាំងថៅអ៊ីស្នាក់នៅដំណាក់ឆាំងលើអង្គព្រះគុណព្រះអង្គហ៎ប្រហែលចាំបាញ់មិនត្រូវទៅភ្លៀងត្រជាក់ហើយព្រះអង្គមកយើងនាំអ្នកម្នាក់ទៅស្រះទឹកកុំឲ្យត្រជាក់មេតជាក់បែបនេះខ្លាំងនេះហើយជាតជាក់ខ្លាំងហើយនៅទៅក្តាប់ទៅដំណាក់សម្រាប់ទៅល្អជីស្រីចង្រៃហ៊ានបោកយើងធ្វើឈួតផងបាត់ដឹងថាមានថ្ងៃនេះយើងសម្រាប់នាងតែពីថ្ងៃនោះបាត់ហើយស្ដាំឯងទោះជាស្រីចង្រៃធ្វើឈួតឬអត់ព្រះអង្គនៅតែសពប្រតិនេះបើសិនជានាងបានទៅបម្រើព្រះអង្គមែនច្បាស់ជាដេកបារម្ភទៀតហើយចាំបាច់នឹងនិយាយដែរហ៎ទៅទូលព្រះអង្គដល់ពេលនោះព្រះអង្គស្នំអាចលីទូថាព្រះបត្រាទី2អាពាតហើយព្រះកន្សែងរហូតទ្រង់ចង់យើងទៅតតមើលព្រះម្ចាស់ទេហ៎ណែលីអើ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 ជាមួយព្រះអង្គទេពីមុនមិនក៏យើងមិនដឹងថានេះរពើបែបនេះឬតែត្រឹមមិនដឹងនៅសាច្រើនទេតែត្រឹមមិនដឹងព្រះអង្គម្ចាស់ស្នាមឯកលីបញ្ញាទៀតហើយព្រះអង្គត្រឹមយើងទៅបងប្រិយចាស់ខ្ញុំម្ចាស់មិនអាចត្រឹមលំបាក់ទេអាពាតហើយឲ្យគេទៅរកប្រេជាគ្រូទៅឬមួយចង់ឲ្យយើងទៅព្យាបាលគេក្រាបទូលស្នាមលីព្រះអង្គឲ្យអ្នកម្នាងទៅរកព្រះរាជគ្រូនៅថ្ងៃនេះទ្រង់មិនបានយាងមកទេពិតជាមានបន្ទុកបែបហ្នឹងមែនទេពិតហើយក្រាបទូលអញ្ចឹងអរគុណលោកម៉ាត់ទូលបង្គំថ្វាយបង្គំលាតានាងបានល្បិចកញ្ជ្រោងស្អីសូមអីតែព្រះអង្គក៏លេចខ្វល់ពីយើងដែរស្នាប់អីត្រង់កំចាំអី
នាថាថ្ងៃក្រោយខ្ញុំឈឺពេកស្ដាប់អាចត្រឹមខ្ចាព្រះអង្គសពតិជាមួយនាងតែប្រភេទប៉ុណ្ណោះកាលពីមុនមនុស្សថ្មីទាំងនោះមិនយូរប្រហែលត្រូវតបចោលក្នុងផ្ទៃព្រះអង្គចុងក្រោយសពតិតែស្ដាប់អាចដដែលនឹងដែរយើងត្រឹមកំផឹងមិនបានទេមកដល់ថ្ងៃនេះនាងជាជើងស្នាក់នៅដំណាក់ឆាំងលើនាងដដែលអញ្ចឹងក៏ល្អនាងជំនួសយើងចាត់ការគេឲ្យបានល្អទេព្រះមេស្ដាំអាចនេះຕົកចិត្តលើខ្ញុំម្ចាស់តិចចាស់ហើយចៅអ៊ីនេះមានសមត្ថភាពអីបានជាអាចឲ្យព្រះអង្គលើកថ្ងៃអង្គប្រជុំបានរាជវាំងបដូរហើយកុំបន្ទោសគ្រូមិនបានប្រាប់ឯងចាប់ពីថ្ងៃនេះទៅត្រូវបម្រើចៅអ៊ីនេះបានល្អអសាទើពនាងទទួលបានតំណែងប៉ុន្តែខ្ញុំម្ចាស់មិនយល់រឿងមួយមិនបានជាពនាងដឹងថាថ្ងៃនោះមានព្រះភិរុនអញ្ចឹងស្បែកនឹកដៃកក់ជាមួយគ្នាស្អែកនេះប្រកាសជាមានភ្លៀងធ្លាក់ហើយល្អណាស់បានចឹងថ្ងៃស្អែកព្រះមេដាអាចកំណត់ទៅមង្គមចាប់កែបគឺស្បែកណាស់មែនទេមកពីមេដាបានការសពតិពីព្រះអង្គថ្វាយបាត់ដំបាក់ហើយអាចតែមានមេដាកំណត់ទៅមង្គមគឺជាថ្ងៃល្អបំផុតឈប់សិនក្នុងដៃឯងគឺជារបស់ស្អីទេសំទូស្នាមឯងគឺជាស្បែកដែលព្រះអង្គប្រទានដល់ពនាងខ្ញុំម្ចាស់ស្បែកនេះមានអំណាចស្មារតីក្រុមមួយក្នុងវាំងតែមួយមានតែមួយគត់យើងសំប្រាស្បែកនេះដែរយ៉ាងម៉េចហើយមកនេះជារបស់ព្រះអង្គប្រទានបើស្នាមឯងចង់បានយើងនឹងសំព្រះអង្គឯអង្គឯងយករបស់ពនាងខ្ញុំម្ចាស់ធ្វើស្អីជួយឡានឆាប់ផ្ទះកំភ្លៀងនេះឲ្យយើងភ្លាមកុំស្មានតែព្រះអង្គសពតិម្ចាស់នាងពី3ថ្ងៃម្ចាស់នាងអស់ចាស់នោះនៅដំណាក់ឆាំងលើកនេះគឺយើងជាអ្នកសម្រេចវាយបន្តទៀតចប់សិនមិនចាំបាច់មកស្នាមនេះទេទុកឲ្យយើងវាយតែខ្លួនឯងចុះអញ្ចឹងក៏ល្អដែរកុំឲ្យកកិច្ចដៃរបស់យើងនាងស៊ីដៃខ្លះខ្វំស្លាមខ្លាំងតែខិនបាត់ជាហ៊ានវាយយើងវាយនាងគឺវាយនាងចាំបាច់ត្រូវការខ្ចីខ្លាំងអ្នកណាឲ្យពុកយើងជាមន្ត្រីនៅក្នុងវាំងសុំបីតែម្ចាស់ស្ត្រីក៏ត្រូវទុកមកឲ្យយើងដែរហើយនាងគឺជាស្អីទៅឆាប់លេងភ្លាមទេឲ្យបងស្រីសាច់ហើយទោះជាឪពុកបងស្រីតនកាត់តែធំជាងព្រះអង្គទេបើសិនជាចូលធ្វើមន្ត្រីហើយនោះគឺសុទ្ធតែជាមនុស្សរបស់ព្រះអង្គនៅចេះពីអ្នកផ្ទះបាត់ប្រយោជន៍ស្អីលេងភ្លាមសាច់ចង្រៃលេងភ្លាមចុះនេះយើងគឺជាភិនចំណែកឯងគឺចៅអើតាមវិន័យរាជវាំងតាមអ្នកក្រោមធ្វើខុសចំពោះថ្នាក់លើនាងមិនខ្លាចព្រះអង្គដាក់ទោសនាងទេហ៎យើងហ៊ានធ្វើគឺយើងមិនខ្លាចនាងទទួលពិតព្រះអង្គទេនាងទទួលព្រះអង្គតាមចិត្តឲ្យត្រង់រកហេតុផលឲ្យនាងស្រីចង្រៃយើងនឹងទូព្រះអង្គឲ្យនាងទឹកខ្លួនម្ដងជងចៅអ៊ីព្រះអង្គត្រាស់បញ្ជាឲ្យតកល់ត្រង់នៅដំណាក់យ៉ាងអ៊ីពនាងម្ចាស់នេះមិនអីទេរបស់ដែលយើងអាចរៀបចំហើយនេះខ្ញុំម្ចាស់ទៅជើព្រះអង្គទ្រង់ផ្ញើខ្លាំងណាស់ទ្រង់មានព្រះបន្ទូលថានឹងពីនៃនាងបាននាងលើជង្គង់ឥឡូវនេះហើយសុំទោសយើងនឹងគិតខ្លះហើយជួយអត់ទោសឲ្យនាងសមាសម័យទាំងថ្ងៃលើថានេះមិនវាយស្នាមរងឯងព្រះអង្គប្រហែលនៅក្នុងរាជវាំងមានចាស់មានក្មេងតាមលំដាប់មានអ្នកមុនអ្នកក្រោយបើទោះបីជាយើងប៉ែតទៅលើនាងតែនាងកំណាយល្មើសនឹងវិន័យបានដែរព្រះអង្គខ្ញុំចាត់ដល់ខុសហើយតើនេះបានន័យថាម៉េចតើនេះបានន័យថាម៉េច
ខ្ញុំម្ចាស់ដឹកថាខ្ញុំវាយម្ចាស់បងគឺបានបង្កកំហុសដល់ធំសូមព្រះអង្គតាក់ទោសខ្ញុំម្ចាស់ចុះខ្ញុំម្ចាស់ទទួលទោសហើយអ្នកម្នាងហេតុអីមិនយើងទៅដំណាក់វិញមិនប្រញាប់តិចយើងនឹងចាំមើលថាព្រះអង្គដាក់ទោសស្រីចង្រៃនេះចាស់មិនចាំយើងប្រើរំពាត់នេះពីនៃដល់នាងព្រះអង្គប្រើរំពាត់ឲ្យតាមមើលលើកនេះត្រង់ពិតជាខ្ចាំមែនហើយចាប់ពីពេលនេះតទៅនៅក្នុងដំណាក់ខ្លាចតែគ្មានកន្លែងនាងឈរទេមើលតែនោះព្រះអង្គឲ្យតែត្រង់បាត់ខ្ចាំនឹងខ្ញុំម្ចាស់ត្រង់ចាំពីនេះចាំមិនក៏បានដែរកូនបិសាចតូចតើយើងឯណាដាច់ចិត្តពីនៃដល់នាងនោះព្រះអង្គឲ្យតាមខ្ញុំម្ចាស់មកព្រះអង្គពួកឯងស្អប់អ្នកម្នាងតែនេះជាសម្លេងស្អីបាត់មកទេស្នំរងអ្នកម្នាងយើងទៅវិញសិនទៅនារីដូចជានាងបែបនេះហេតុអីបានជាយើងមិនខ្វាយខ្វល់ពីនាងច្រើនឆ្នាំយ៉ាងនេះព្រះអង្គក៏មានបន្ទូលដូចនេះគឺមកពីខ្ញុំម្ចាស់មិនដឹងវិន័យឲ្យព្រះអង្គពិបាកប្រទេសលើកក្រោយបើសិនជាបងស្រីរងចង់បាត់ស្បែកនោះខ្ញុំម្ចាស់នឹងឲ្យគាត់ភ្លាមប៉ុន្តែគ្រាន់តែស្បែកនោះគឺព្រះអង្គជាអ្នកប្រទានឲ្យខ្ញុំម្ចាស់មកពីខ្ញុំម្ចាស់មិនដាច់ចិត្តទេគេចង់បានស្បែករបស់នាងហេតុអីបានជានាងមិនមានបន្ទូលប្រាប់យើងរឿងមួយនេះគឺមកពីខ្ញុំម្ចាស់ជាអ្នកខុសបងស្រីឋានៈខ្ពស់ជាងខ្ញុំម្ចាស់ខ្ញុំម្ចាស់គួរតែដឹងពីវិន័យលើកក្រោយកំថាអ្នកម្នាងវាយអ្នកបម្រើរបស់ខ្ញុំម្ចាស់ទោះជាបីវាយខ្ញុំម្ចាស់ក៏ខ្ញុំម្ចាស់ត្រង់ដែរកុំឲ្យពិបាកដល់ត្រង់ល្អណាស់ស្នំរងយើងនៅមុខយើងលាក់ក្បាលលាក់កន្ទុយផងបើនាងចូលចិត្តប្រើអំណាចធ្វើបាបគេយ៉ាងនេះអញ្ចឹងយើងក៏ផ្ដល់ឋានៈនាងជាភិនដែរមានឋានៈស្មើនឹងគេអរព្រះគុណព្រះអង្គឈប់សិននាងជាចៅហេតុអីក៏ជាក្រែស្នែងបងស្រីប្រហែលជាមិនតាន់ដឹងទេព្រះអង្គទើបតែផ្ដល់ឋានៈដល់ខ្ញុំម្ចាស់ជាភិនហើយនិយាយទៅគឺអរគុណបងស្រីបើសិនជាបងស្រីមិនទៅទូព្រះអង្គទេព្រះអង្គក៏ទ្រង់មិនពិនិត្យដល់ថ្នាក់នេះដែរតែស្រីចង្រៃគ្មានបាត់ការយើងឲ្យនាងទៅបដៅគេមិនមែនតែឲ្យនាងនោះឡើងឋានៈនោះទេអ្នកម្នាងខ្ញុំម្ចាស់បានប្រើល្បិចហើយអ្នកម្នាងអាចកម្ចាត់ស្រីនោះបានជួយបំបត្តិទុកដល់អ្នកម្នាងឯងត្រូវចាំថាអ្វីដែលឯងមានថ្ងៃនេះគឺយើងឲ្យទៅនាងបើមិនអញ្ចឹងទេបើតាមតែសមត្ថភាពនាងក៏មិនអាចឡើងឋានៈជាស្ដេចដែរយើងអាចលើកនាងបានក៏អាចទម្លាក់នាងឲ្យបាត់បង់អ្វីទាំងអស់បានដែរអរប្រកបអ្នកម្នាងខ្ញុំម្ចាស់ចាំនៅក្នុងចិត្តចិត្តនេះខ្ញុំម្ចាស់នឹងមិនធ្វើឲ្យអ្នកម្នាងខកបតីទៀតទេទៅវិញសិនទេស្រីចង្រៃនេះប្រើល្បិចកញ្ជ្រោងស្អីទេតែឆែកយើងភ្លេចស្ដាំឯងនេះគឺជាម្សៅក្រអូបរបស់ភិនជាន់ម្សៅពពួកអារម្មណ៍អញ្ចឹងតាបានជាស្រីចង្រៃម្នាក់នេះបានការសពបតីពីព្រះអង្គតាមពិតប្រើវត្ថុបែបនេះអ្នកនេះហ
ហេតុអីបានជាយើងត្រូវផ្សំគ្រោះថ្នាក់ឲ្យភិនត្រង់នោះមានភ័ស្តុតាងរបស់យើងនេះហៅថាអញ្ចឹងដើរចុះផ្ទះយ៉ាក់ខ្ញុំម្ចាស់នឹងទទួលស្នាមឯកនេះឥឡូវលើកនេះនាងមិនអាចរួចខ្លួនទេឈប់សិតទោះបីជាជួយស្នាមឯកកម្ចាត់ស្រីម្នាក់នោះបើគ្មានការសពប្រតិពីព្រះអង្គស្នាមឯកនេះក៏នៅពីលើក្បាលយើងដដែលស្រីនោះអាចប្រាស់បានហេតុអីក៏យើងប្រាស់មិនបានឆ្លៀតឱកាសនេះដើម្បីមានបទមួយដល់ពេលនោះយើងចាំមើលតើអ្នកណាហ៊ាននឹងចត់ក្បាលយើងទីសូមក្រឹកថ្វាយបង្គំព្រះអង្គតើភិនរងហៅយើងមកបញ្ញាប់តែមានការអីព្រះអង្គខ្ញុំម្ចាស់មានគំនូរមួយផ្ទាំងចង់ឲ្យព្រះអង្គទៅជាមួយខ្ញុំម្ចាស់ដេកប្រាយើងរវល់យ៉ាងនេះមានពេលអាណាមកកំដរនេះមើលគំនូរនោះព្រះអង្គថ្ងៃនេះភិនរងលាបម្សៅអីមិនបានជាយើងមានអារម្មណ៍ថាក្អូបយ៉ាងនេះព្រះអង្គខានជួបខ្ញុំម្ចាស់យូរហើយខ្លាចតែព្រះអង្គភ្លេចក្លិនរបស់ខ្ញុំម្ចាស់ហើយតិចតែអ្នកនេះព្រះអង្គបានចូលទៅអស់រយៈពេល2ម៉ោងហើយដល់ពេលផ្ទះត្រូវទុកម្ចាស់ស្ត្រីយាងដល់ឈប់សិននៅកណ្ដាលថ្ងៃចេះហេតុអីបានជាស្លៀកពាក់បែបនេះឯណាទៅច្បាប់តំណម្ចាស់បងកាសស្អីព្រះអង្គស្រាប់តែសន្លប់ថាម៉េចព្រះអង្គចាំមិនតាហាត់នេះណែមានអីឆាប់និយាយមកមើលទៅព្រះអង្គដូចជាប្រើប្រាស់ថ្នាំសម្រាប់ក្រាបទូលថ្នាំសម្រាប់និយាយតែផ្ដាស់ព្រះអង្គមិនยังប្រើរបស់បែបនេះទូលបង្គំមិនហ៊ានមានបន្ទោសព្រះប្រាទេព្រះនាងឬក៏មានមនុស្សលួចដាក់ថ្នាំព្រះអង្គម្ចាស់ស្ត្រីនៅដំណាក់នេះដូចជាមានក្លិនចំណាយឬមួយក៏អ្នកម្នាងរងណែនិយាយតែផ្ដាស់រាល់ថ្ងៃអ្នកម្នាងយកទៅដាក់នឹងព្រះបុត្រាមិនยังហ៊ានប្រើថ្នាំបែបនេះជួយឡានឆាប់ទៅយកកន្លងម្សៅនៅដំណាក់ពួកនាងមកយើងឲ្យនាងទៅមិនក៏នាងមិនទៅណែណាម្នាងនេះក៏ជាម្សៅសម្រាប់អាចធ្វើឲ្យហាត់ក្លិនក៏មានអារម្មណ៍រវើរវាយតែបើប្រើលើចំនួនអាចធ្វើឲ្យមនុស្សស្លាប់បានស្រីចង្រៃថ្វាយបង្គំម្ចាស់ស្ត្រីមិនបាច់គួរសមទេគឺតែដំបងគួរតែខ្ញុំម្ចាស់ជាអ្នកទៅជួបម្ចាស់ស្ត្រីប៉ុន្តែផ្កានៅដំណាក់រីកល្អពេកក៏ចង់នាំម្ចាស់ស្ត្រីមកទៅផ្កាជាមួយគ្នាកម្រណាស់បានអ្នកម្នាងហៅយើងមកទៅផ្កាយើងត្រូវតែមកខ្ញុំម្ចាស់ធានាថាមិនឲ្យម្ចាស់ស្ត្រីខកប្រទេសនោះទេព្រះអង្គលើកដៃឲ្យខ្ញុំម្ចាស់ទៅព្រះអង្គព្រះអង្គឯណាមនុស្សឈប់ភ្លាមនាងហ៊ានប្រើល្បិចបែបនេះផងហ៎នាងចង់ធ្វើគិតព្រះអង្គហ៊ានប្រើរបស់នេះដាក់ព្រះអង្គតើទោសធំបែបណាមិនមែនទេមិនមែនខ្ញុំម្ចាស់ទេម្សៅនេះគឺខ្ញុំម្ចាស់លួចយកពីដំណាក់ភីងជីងគឺខ្ញុំឃើញនាងប្រាស់មុនហើយខ្ញុំម្ចាស់ខំមួយពេលដូច្នេះគឺព្រះអង្គខ្ញុំម្ចាស់មិនមានទេយើងនឹងលីមានមេត្រីធម្មតាហេតុអីបានជានាងត្រូវប្រើរបស់បែបនេះគឺនាងមានផោះតាំងនៅមុខហើយនាងចង់កុហកទៀតទេព្រះអង្គរឿងនេះធំណាស់ត្រូវតែឆែកមើលបើភេងចង់បានប្រើរបស់នេះមែនឆែកមើលគឺដឹងហើយតៃហើឆែកដំណាក់ព្រះមេខ្ញុំម្ចាស់បានរកឃើញរបស់នេះហើយច្បាស់ជាម្សៅសម្រាប់ឆាប់បើកមើលភ្លាមកុំសូម្បីតែនាងក៏ធ្វើបែបនេះដាក់យើងបើភ្លាម
នេះព្រះអង្គនេះគឺជាភាសាត្រីបាឡែនរបស់នេះថ្លៃគ្មានគូប្រៀបមានប្រយោជន៍ខ្លាំងណាស់ចំពោះមនុស្សប្រុសព្រះអង្គខ្ញុំម្ចាស់ឃើញថាព្រះអង្គនៅប្រកាសក្នុងរឿងប្រទេសជាតិខ្ញុំម្ចាស់បានដឹងថាម្សៅនេះមានប្រយោជន៍ក្នុងការផ្ទុំទើបចាត់មនុស្សឲ្យដាស់រ៉ាធ្វើជាថង្កអូបដាក់នៅក្រោមខ្នើយចុះបាញ់មិញនាងភ័យយ៉ាងនេះហ៎ព្រះអង្គប្រហែលជាមិនបានជ្រាបថារបស់នេះមានប្រយោជន៍ចំពោះមនុស្សប្រុសប៉ុន្តែមានគ្រោះថ្នាក់ចំពោះមនុស្សស្រីអាចធ្វើឲ្យមិនមានរដូវហើយមិនមានកូនទៀតផងព្រះអង្គលីហេតុអីបានជាល្ងងយ៉ាងនេះដោយសារតែមូលហេតុនេះហើយទើបខ្ញុំម្ចាស់មិនហ៊ានទូព្រះអង្គខ្លាចព្រះអង្គព្រួយប្រទេសស្រីចង្រៃជាភិននៅដំណាក់តែមួយមានមនុស្សធ្វើបាបពីយើងនឹងគិតពីយើងមានអ្នកខ្លះដើម្បីតែប៉ាតីហ៊ានមិនគិតពីរាជវង្សរបស់យើងសពផ្សាយបញ្ជារបស់យើងភិនរ៉ុនក៏មានទោសដូច្នេះហើយត្រូវតម្លាក់ឋានៈទៅជាមនុស្សឆៃព្រះអង្គអាចយកតែធាស់ណាគឺភិនចងស្រីម្នាក់នេះនាងអួតមកកាច់ដល់ខ្ញុំម្ចាស់ទេព្រះអង្គគាត់គ្រាន់តែវល់មួយពេលចាំងបាត់បត់តែប៉ុណ្ណោះសុំត្រង់លើកនេះទោសឲ្យគាត់ផងទេលីអូនច្រឡំពេកហើយស្រីម្នាក់នេះគឺបានបង្ខូចអូននឹងបោះចំនួននាងទៀតតាមចរិតនាងមានសិទ្ធិអីចង់ប្រសូតបត់ឲ្យយើងនោះឯណាសេណាដល់ទឹកផ្កាក្រហមព្រះអង្គអាចយកទៅធន់ណាព្រះអង្គស្នំអាយលីជួយខ្ញុំម្ចាស់ផងស្នំអាយលីអ្នកណាធ្វើអ្នកនឹងទទួលនៅមានមុខមកវល់យើងទៀតស្នំអាយលីបងស្រីផឹកទឹកតែតន់នៅក្តីផឹកទឹកផ្កាក្រហមនេះហាយើងគ្មានបត់ទៀតទេគឺមកពីស្រីចង្រៃអញនេះគឺមកពីនាងបំផ្លាញយើងចាប់កូនរបស់យើងនោះឆ្នាំនោះតានាងធ្វើយ៉ាងម៉េចចំពោះគេក៏ធ្វើបាបពីដែរយើងចេញទៅកូនស៊ឺមើលទៅអ្នកបំផ្លាញដូចជាធម្មតាមានឈឺអ្វីនោះទេចង់បន្ទោសគឺបន្ទោសនាងគ្មានសំណាងបាត់ចិញ្ចឹមព្រះបុត្រាក៏មកចង្រៃនៅទីនេះមនុស្សដូចជានាងមិនស័ក្តិសមនឹងមានកូនទេកុំចាប់មកឡើយយ៉ាងព្រាមចាំនេះនាងស្រីចង្រៃឲ្យពុកយើងមិនលើកដៃទោសឲ្យនាងទេយើងចាំទទួលសម្បត្តិផ្ញើចេញហើយនៅពុកយើងឆ្លើយតបហើយនៅឯណាសម្បត្តិនិយាយមកឯណាសម្បត្តិអ្នកនាងលោកម្ចាស់ផ្ញើតែរបស់នេះមកទេអ្នកនាងគ្រាន់តែមិនឲ្យនាងមានបទប៉ុណ្ណោះប៉ុន្តែពិនិត្យស្មានដល់ឪពុករបស់នាងសាហាវជាងនេះទៅទៀតគ្រប់គ្រួសារដែលមានឋានៈគឺចិត្តដាច់បំផុតមនុស្សស្រីពេលណាដែលគ្មានតម្លៃហើយគឺត្រូវបោះបង់ដូចជាស្បែកជើងស្នំអាយឌីពេលនេះដល់ពេលនាងម្ដងហើយស្នំអាយឌីពេលនេះដល់ពេលនាងម្ដងហើយស្នាមឯកអ្នកម្នាងរងសម្រាប់បកាយហើយស្រីនោះស្លាប់គឺសមហើយបើសិនជានាងមកប្រាំម្សៅនោះប៉ះពាល់ដល់ព្រះអង្គយើងក៏ពិបាកដឹកហេតុផលអីឲ្យនាងនៅដំណាក់នេះទៀតដែរកណ្ដាលខែចង់នេះកុំសង្ឃឹមថាបានចូលពាល់ព្រះអង្គអ្នកនេះស្នាមឯកនេះបានទិញព្រះរាជគ្រូឲ្យខាងព្រះអង្គនៅដំណាក់សោជាង10ថ្ងៃទៅហើយកុំបារម្ភអីទិញព្រះរាជគ្រូគ្រាន់តែជាល្បិចចាស់របស់នេះប៉ុន្តែយូរថ្ងៃបានមិនបានជួបព្រះអង្គខ្លាចការបាត់បង់សព្វតីពីព្រះអង្គទីដល់ពេលនោះពួកយើងមានតែត្រូវស្នាមឯកធ្វើបាបប៉ុណ្ណោះមិនមកយើងនឹងទៅព្រះអង្គយាងដល់ខ្ញុំម្ចាស់សូមក្រាបថ្វាយបង្គំព្រះអង្គហេតុអីថ្ងៃនេះព្រះអង្គយាងបានលឿនម្ល៉េះ
ខ្ញុំម្ចាស់នឹងឲ្យដំណាក់កញ្ញារៀបចំកញ្ញាថ្វាយ មិនបាច់ទេរាល់ថ្ងៃសៅរ៍របស់អស់នោះឡើងគ្មានរសជាតិអស់ហើយ សូមព្រះអង្គចាំខ្ញុំម្ចាស់សម្អាតប្រកាយហើយនឹងមកកំដរព្រះអង្គ ព្រះអង្គព្រះរាជគ្រូសូមចូលគាត់ដើម្បីពិនិត្យសុខភាពរបស់ព្រះអង្គយប់នេះមិនបាច់ទេសូមព្រះអង្គពិនិត្យបន្តិចទៅព្រះអង្គព្រះរាជគ្រូថ្ងៃនេះវិជាគុណខ្លាំងប្រកែណាតាយ៉ាងម៉េចហ្នឹងព្រះអង្គសូមរាជទានទោស លីអមិនបានជានាង ខ្ញុំម្ចាស់ខានជួបព្រះអង្គជួពិបាកទ្រាំទៅមិនខ្វះពីវិន័យខ្លាំងខ្លួនមកឡំជារាជគ្រូសូមព្រះអង្គព្រះរាជទានទោស មានទោសអ្វីទៅយើងកំពុងតែចង់រកនាងស្រាប់ហើយ អាចជួបព្រះអង្គខ្ញុំម្ចាស់ពេញចិត្តហើយខ្ញុំម្ចាស់ត្រឡប់ទៅវិញហើយហើយធ្វើឲ្យម្ចាស់បងនេះមិនសប្បាយពិតទេ ឈប់សិនយើងត្រឡប់ទៅវិញជាមួយនាង ព្រះអង្គនេះមិនត្រូវពីដីទេ នៅដំណាក់នេះយើងគឺជាវិន័យដែលធំជាងគេឲ្យស្នំអាយលីឆាប់សម្រាប់ទៅក្រាបទូល តែមើលឃើញយើងតែងមុខទីអ្នកម្នាក់ស្អាតពីធម្មជាតិព្រះអង្គច្បាស់ជាសពតិព្រះអង្គក្រាបទូលស្នំអាយព្រះអង្គបានយើងទៅដំណាក់ឆាងលើហើយសូមស្នំអាយឆាប់សម្រាប់ទៅក្រាបទូល ដំណាក់ឆាងលើអ្នកម្នាក់ស្រីចង្រៃព្រះអង្គខ្ញុំម្ចាស់ស្មានថាព្រះអង្គភ្លេចខ្ញុំម្ចាស់ហើយ មិនដឹងអាចទៅថ្ងៃនេះយើងនឹងឲ្យនាងស្គាល់អ្វីដែលហៅថាអំណាចស្ដេចក្រោមមេឃ អ្នកបេងគូយកអានេះទៅបោះចោលទេព្រះមី កុំចោលក៏អាព្រះរាជគ្រូដែលស្នាមបានពាក់ពិតជាមានក្លិនក្រអូបណាស់ អ្នកនាងទីបំផុតសោយហើយព្រះអង្គប្រហែលជាមិនជ្រាបទេអ្នកនាងរបស់ខ្ញុំម្ចាស់ប្រហែលថ្ងៃមុនមិនសប្បាយប្រទេសសោះខ្ទមក៏មិនលក់រហូតដល់បានជួបព្រះអង្គទើបបានសប្បាយប្រទេស នាងពីមុនដើម្បីយើងរងនូវភាពអយុត្តិធម៌ហើយនៅមិនខ្វល់ខ្វាយពីនាងទៀតនាងលំបាកហើយ ឲ្យតែបាត់នៅជាមួយព្រះអង្គខ្ញុំម្ចាស់មិនលំបាកទេ យ៉ាងវិញក្រាបទៅព្រះអង្គឆាប់ប្រកាសបញ្ជាយើងភិនជ័យមានគុណសម្បត្តិមានចរិយាសម្បត្តិថ្លៃថ្នូរឡើងតំណែងជាស្នំពិសេសប្រកាសទៅដំណាក់ទាំង6ទទួលរាជបញ្ជា សូមអរព្រះគុណព្រះអង្គសូមឲ្យព្រះអង្គមានបច្ចុប្បន្ន10000ឆ្នាំ ស្នាមអាចនេះម្ចាស់ស្ត្រីកំពុងតែស្ពះព្រះមិនអាចចូលទៅបានទេចេញទៅលោឡាដូចជាស្អីហើយស្រីចង្រៃនោះពងពួកព្រះអង្គឲ្យព្រះអង្គសពតិតែម្នាក់តែម្ចាស់ស្ត្រីមិនខ្វាយខ្វល់ទេហ៎ស្នាមអាចនេះមានបន្ទូលថាស្រីចង្រៃពងពួកព្រះអង្គមិនខ្លាចព្រះអង្គខ្ចាល់ទេហ៎ស្រីចង្រៃនោះលងនោះព្រះអង្គរាល់ថ្ងៃឲ្យទៅដំណាក់ឆាំងលើទៅបណ្ដំខ្លួនធ្វើជារាជគ្រូទៅគាប់ព្រះអង្គនេះមិនមែនជាកញ្ជ្រោងតែជាស្អីទេយើងដូចជាធ្លាប់ឮគឺស្នាមអាចនេះជាអ្នកខាំងព្រះអង្គទុកនៅក្នុងដំណាក់អ្នកដែលចង់បានការសពតិពីព្រះអង្គមិនមែនជានាងទេហ៎ កុំដល់ព្រះអង្គគឺជាទូនទីរបស់ស្នាមគេអាចនាំព្រះអង្គចេញពីដំណាក់នោះបានន័យថាមិនស្មើគ្នានាងនិយាយនេះបានន័យថានាងកំពុងតែចំណែកនឹងគេនាងធ្វើបានដូចគេដែរទេនាងមើលខ្លួនឯងទេម្ចាស់ស្ត្រីដល់ពេលសោយឆ្នាំជំនួយគួរហើយ
ស្គាល់ហើយមែនហើយស្នាមជងបំរើព្រះអង្គជំនួសយើងមានគុណសម្បត្តិក្របអង្គការឈិនឡាននេះយកឲ្យនាងទៅនាងមានពេលទំនេរមរកជើងមិនក៏មកទៅវិញគិតមើលថាធ្វើយ៉ាងម៉េចទើបបានបេះដូងពីព្រះអង្គឆ្នាំនោះស្នាមឯកនេះគឺធ្វើបែបនេះឯងដើម្បីទទួលការសព្វតីពីព្រះអង្គដល់ពេលនេះគួរតែឲ្យគាត់ស្គាល់រសជាតិនេះម្ដងគុណព្រះអង្គធំដូចជាទឹកហូរមានបុត្រទើបជារឿងសំខាន់បំផុតសូមព្រះជួយតាមថែរក្សាបុត្រមួយនេះគឺត្រូវតែជាបុត្រាស្នាមនេះកុំផ្ញើអីស្នាមនេះបើធ្វើអញ្ចឹងធ្វើឲ្យប្រកាសទឹកសាច់ព្រះអង្គត្រូវស្រែកកញ្ចោនោះកង្វក់ស្មារតីអស់ហើយពេលនេះម្ចាស់ស្ត្រីនៅមានគាត់ទៀតរាល់ថ្ងៃមានស្ត្រីទាំងមុខទាំងក្រោយបើយើងមិនមានផែនការទប់ទល់ទេយើងនឹងឈិញថ្ងៃក្រោយតែគិតយ៉ាងម៉េចទេស្នាមនេះខ្ញុំម្ចាស់មានផែនការព្រួយមួយបាញ់អានចាស់ពីរខ្ញុំម្ចាស់សូមក្រាបថ្វាយបង្គំម្ចាស់ស្ត្រីងើបឡើងសូមអបអរម្ចាស់ស្ត្រីសូមអបអរម្ចាស់ស្ត្រីបុត្ររបស់ម្ចាស់ស្ត្រីច្បាស់ជាព្រះបុត្រាយើងមានព្រះគភ៌ពួកឯងជួយបម្រើព្រះអង្គដូចជាប្អូនស្រីជាន់ចេះយកចូលគ្នាទៅវិញទៅមកទើបយើងទុកចិត្តអរព្រះគុណដែលម្ចាស់ស្ត្រីទូមានយើងនៅចាំថាពីថ្ងៃក្រោយជាថ្ងៃកំណើតជីននេះគឺជាកាដូដែលយើងរៀបចំឲ្យព្រះបុត្រាទី2អរព្រះគុណម្ចាស់ស្ត្រីខ្ញុំម្ចាស់ក៏មានរបស់ថ្វាយព្រះម្ចាស់ស្ត្រីដែរអូនស្រីជាន់ម្ចាស់ស្ត្រីមានព្រះគភ៌យើងចង់ធ្វើពិធីផ្កា100អបអរទ្រង់ដល់ទីនោះបងអូនស្រីមកចូលរួមដែរមកព្រះនេះស្នាមឯកនេះរាល់ថ្ងៃមិនដែលត្រូវជាមួយខ្ញុំឯងអីពេលនេះស្រាប់តែមកល្អជាមួយខ្ញុំទៅវិញការនេះពិតជារីល្អណាស់មែនហើយឯងមើលខាងនោះទៅការនោះពិតជារីស្អាតមែនគួរឲ្យស្រឡាញ់ណាស់មែនហើយស្អាតមែនសូមក្រាបថ្វាយបង្គំម្ចាស់ស្ត្រីអ្នកទាំងអស់គ្នាងើបឡើងមកបងស្រីជាស្នាមឯកបងយើងទៅមុនចុះយើងប្រហែលថ្ងៃមុនឈឺជើងបងអូនស្រីទៅមុនទេមិនបាច់គិតពីវិន័យអីទេម្ចាស់ស្ត្រីម្ចាស់ម្ចាស់ស្ត្រី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 ឲ្យឆាប់ឡើងឆាប់ហើយរាជពេទ្យបាត់យើងចាំមិនហើយសូមម្ចាស់ស្ត្រីទៅប្រទេសចោម្ចាស់ស្ត្រីនឹងបាត់សុខភាពល្អណាស់គ្រាន់តែសម្រាប់ប្រមាណថ្ងៃគឺបានបាត់ទៅហើយហេតុអីបានជាសុកសុងមានខ្យាដំរីច្រើនយ៉ាងនេះមែនហើយព្រះអង្គនឹងថាខ្យាដំរីទាំងអស់នេះជាសត្វចង្រៃហើយរាល់ថ្ងៃនេះម្ចាស់ស្ត្រីមានព្រះគភ៌ដើម្បីការពារសូមព្រះអង្គគាល់ហើយឈិញធានឡើងមកមើលព្រះអង្គទៅប្រកាសក្រៅទៅព្រះអង្គគឺមកពីរិស័យកំណត់របស់ស្នំម្នាក់ក្នុងស្នំទាំងអស់ឆុងជាមួយនឹងម្ចាស់ស្ត្រីទើបមានរឿងបែបនេះកើតឡើងព្រះអង្គអ្នកណាគេចាំនិយាយមកគ្មានទោសទេនេះគឺស្នំជ័យលោកច្បាស់ទេគឺច្បាស់ទូលបង្គំគុនគូមើលទៅស្នំជ័យជាមនុស្សកើតនៅចុងខែឆ្នាំរិនជើមិនខុសទេស្នំជ័យពិតជាកាត់នៅថ្ងៃនោះមែនមើលទៅស្នំឯកដូចជាដឹងច្បាស់ពីកំណត់របស់ខ្ញុំម្ចាស់ពិតជាកំប្លែងណាស់នេះប្រហែលជាកាដូដែលរៀបចំជូនជាពិសេសសម្រាប់បងអូនស្រីហើយនាងកំណើតទីនេះព្រោះឈាមដាក់គេយើងអត់ឆ្លាប់មើលបញ្ជីជ្រើសរើសនៅក្នុងអំណាចនៅក្នុងនោះគឺមានថ្ងៃកំណើតនាងយើងចាំរឿងទាំងអស់នេះនៅមានអីចំណែកទេបើតាមសម្ដែងស្នំឯងនិយាយបែបនេះរឿងនេះតើគួរដោះស្រាយរបៀបណាដោះស្រាយមិនលំបាកទេព្រះអង្គគ្រាន់តែលំបាកដល់ស្នងជាប់បន្តិចទៅបំរើនៅជិញ្ចែមួយរយៈរហូតដល់ម្ចាស់ស្ត្រីបានប្រសូតបរិជ្ជបុត្រហើយក្រាបទូលចេញនេះនឹងបាត់ជាខ្លាំងធំណាស់មិនបាច់ជាហ៊ានវាយមន្ត្រីរបស់ព្រះអង្គគេនិយាយผิดផុតដែរហេតុអីយើងវាយមិនបានព្រះអង្គស្នំលីគឺកើតនៅចុងខែឆ្នាំរិនជើមកទល់ពេលនេះគឺជាឆ្នាំសឹងអូគឺចំជាមួយនឹងឆ្នាំរបស់ម្ចាស់ស្ត្រីឆ្នាំទី2នេះឆុងគ្នាគឺមិនអាចមានសំណាងទេសូមព្រះអង្គប្រាត់តម្រេះព្រះអង្គខ្ញុំម្ចាស់មានបងអូនស្រីម្នាក់ឆ្នាំនោះការជ្រើសរើសនោះគឺជាគេតែបងអូនស្រីខ្ញុំម្ចាស់បានឈឺហើយខ្ញុំម្ចាស់ក៏មកជំនួសបងអូនស្រីនៅក្នុងបញ្ជីជ្រើសរើសថ្ងៃកំណត់របស់បងអូនស្រីខ្ញុំម្ចាស់មិនបានបដោះទេបើព្រះអង្គមិនជឿត្រង់ឯងហើយមនុស្ស
អាចពិនិត្យរឿងនេះបាន ឆាប់ហៅអ្នកកាន់បញ្ជីមកទីនេះក្រាបទូលព្រះអង្គពិតជាមានរឿងបែបនេះមែនឆាប់យកមក សូមលោកម្ចាស់និយាយទៅមើលតើធ្វើដូចម្ដេចបានជាមើលឃើញថ្ងៃកំណើតបងអូនស្រីខ្ញុំជារបស់ខ្ញុំហើយមើលយ៉ាងម៉េចទៅដឹងថាខ្ញុំនឹងអត់ត្រាំក្នុងពួកមហេសីឆុងគ្នាតើលោកចាំធ្វើស្អីឲ្យប្រកាសទៅ នេះព្រះអង្គលើកលែងជីវិតទូលបង្គំផងឈិនឡានឯណាមនុស្សអូទៅវាយរហូតដល់ស្លាប់ទៅព្រះអង្គលើកលែងជីវិតទូលបង្គំផងព្រះអង្គលើកលែងជីវិតទូលបង្គំផង ព្រះអង្គមិញនេះឈិញធានឡាននៅស្នំឯកលីបាននិយាយបោះទៅបោះមកសហការគ្នាគ្មានតោះតើរឿងនេះអាចតាក់ទងជាមួយគេទេខ្ញុំម្ចាស់បារម្ភពីគាត់របស់ម្ចាស់ស្ត្រីទើបស្ដាប់តាមមនុស្សបោកប្រាស់អស់ទាំងនោះព្រះអង្គខ្ចាស់អមរៃមិនអាចចេញពេលថ្ងៃទេខ្លាចតានេះមិនមែនជាការចាញ់តាគឺមនុស្សជាអ្នកធ្វើខ្ញុំម្ចាស់ធ្លាប់ឮថាមានស្មារតីម្យ៉ាងអាចតាក់ទាញខ្ចាស់អមរៃបានមិនដឹងថាម្ចាស់ស្ត្រីមានគ្រឿងរបស់អ្វីទេប្រមេម្ចាស់យើងថ្ងៃធម្មតាមិនអាចគ្រឿងអនាការអ្វីទេមានតែថង់ក្រអូបរបស់ស្នំអាចលីឲ្យ ស្នំឯលីនាងពិតជាចិត្តបិសាចមែន ព្រះអង្គស័ក្តិសិទ្ធិមានផ្ោះតាំងនៅចំពោះមុខសូមព្រះអង្គដាក់ទោសឲ្យបានសមស្រប ឯណាមនុស្សឆាប់ដល់សម្ភារបំពាក់ស្នំនាងចោលភ្លាម ព្រះអង្គលើកដៃឲ្យខ្ញុំម្ចាស់ផងព្រះអង្គមានព្រះរាជបុត្រទី2សូមព្រះអង្គអស់លេខដល់ស្នំនេះផងខ្ញុំម្ចាស់សូមបងព្រះអង្គយល់ដល់ឈិចលើកដៃឲ្យខ្ញុំម្ចាស់ផងព្រះអង្គទីនៅក្មេងណាស់មិនអាចគ្មានមេដាបានទេព្រះអង្គ ស្នំឯលីគ្មានគុណធម៌ទម្លាក់តំណែងទៅជាភិនទៅកាន់ដំណាក់ទាំង6ឆាប់ទៅដំណាក់ឲ្យពិចារណាទៅ ព្រះអង្គថ្ងៃនេះកុំតែបានប្អូនស្រីចេញទីកុំអីបត់របស់ខ្ញុំម្ចាស់ច្បាស់ជាមិននៅទីសូមព្រះអង្គផ្ដល់រង្វាន់ឲ្យនាងផងចុះព្រះពរ មហេសីនិយាយមិនខុសទេចាប់ពីពេលនេះទៅឲ្យលីអើជួយមហេសីចាត់ចែងដំណាក់ទាំង6 ខ្ញុំម្ចាស់មិនឲ្យព្រះអង្គខកបតីទេឆាកអខថ្ងៃនេះពិតជាគ្រោះថ្នាក់បន្តិចតែបើសិនជានេះមិនបានប្រាប់មុនទេថាក្នុងថងក្រអូបរបស់ស្នាមលីនោះមានស្មារតីទោសនោះប្រកាសជាធ្លាក់មកលើយើងចាក់ជាមិនខានទេតែគួរឲ្យស្ដាយខំខ្លាំងដែរបានត្រឹមតែតម្លាក់តំណែងស្នាមលីពិតជាពិបាកកម្ចាត់មែនតែល្អពេលនេះម្ចាស់ស្ត្រីឈរនៅខាងពួកយើងមានអីចង់និយាយអ្នកវិញនិយាយមក ថ្ងៃនេះខ្ញុំម្ចាស់បានធំក្លិនម្សៅខ្លាឃ្មុំលឿងនៅលើប្រកាយម្ចាស់ស្ត្រីខ្លាចតែមានរឿងអីមិនស្រួលហើយត្រង់ជាម្ដាយម្នាក់ត្រង់មានការប្រយ័ត្នក៏ធម្មតាដែរឲ្យតែយើងមានស្ត្រីតែមួយនោះគឺជាមិត្តរបស់យើងអ្នកម្នាក់គួរតែសាយខ្លះទេព្រះសុខភាពសំខាន់ជាងស្រីម្នាក់នោះរាល់ថ្ងៃបានចិន ចំណែកយើងរាល់ថ្ងៃព្រះអង្គលែងត្រូវការធ្វើម៉េចដែលមានអារម្មណ៍សោកតិចអ្នកម្នាងកុំខ្ញាល់អីគ្រាន់តែតំណាក់តំណែងអ្នកម្នាងប៉ុណ្ណោះតែក្នុងប្រទេសនៅតែមានអ្នកម្នាងដែរគឺដើម្បីព្រះរាជបុត្រទី2អ្នកម្នាងត្រូវតែរឹងមាំឡើងតែបានទេអញនិយាយត្រូវយើងមិនត្រូវរងចាំសេចក្តីស្លាប់ទេទោះមិនមែនដើម្បីជិញក៏យើងត្រូវតែតទល់ជាមួយនាងដែរ នេះយ៉ាប្រាក់តែទួយប៉ុណ្ណឹងក៏យកចេញមកកើតដែរលោកមិនតបសុនខ្ញុំសោះប្រាក់តែប៉ុណ្ណឹងទេឲ្យឯងគ្រប់ចាស់ទុំគឺជាសំណាងរបស់ឯងហើយឲ្យមុខយើងខ្លះផងទៅអ្នកម្នាងអញហ៊ាននៅទីនេះប្រមូលប្រាក់មួកមន្ត្រីឯងឈប់ចាំពាក់ឲ្យមែនទេលើកលែងទៅផងអ្នកម្នាងឯណាមនុស្សបាទអូខេយកទៅវាយ10ដំបងទទួលបញ្ជា ឲ្យឯងអរគុណស្នំចង់ដែលបានជួយខ្ញុំមិនបាច់គួរសង្ឃទេគឺយើងសង្ឃគុណឯងកាលពីមុនណាអ្នកម្នាងត្រូវទៅរកហេតុផលឲ្យទូលបង្គំឯងនិយាយពិតទេ ឯងពិតជាមើលឃើញនាងនោះស្រាជាមួយកូនសេណាននោះហ៎គឺពិតប្រកបមែនអ្នកម្នាងអ្នកទៅទាហានគឺមានទុកកាត់ក្បាលចាក់នេះចាំមើលលើកនេះឯងកន្លះខ្លួនចាក់នេះឯងទៅតាមមើលពួកគេទៅបានមានរឿងអីឆាប់រីកាប្រាប់ជឿបាទថ្ងៃ
ថ្ងៃនេះក្តៅណាស់ផ្ដោតប្រាក់ឲ្យកូនទៅហ៊ានខ្លះសុបសណ្ដាយគៀក៏ត្រូវរៀបចំឲ្យដែរព្រះមេបងអូនស្រីឥឡូវដៃតលីដល់ហើយបងស្រីធ្លាក់តំណែងយ៉ាងម៉េចសូមបីតែពីនេះក៏ភ្លេចហើយដែរពេញនេះសូមថ្វាយបង្គំអ្នកមនាងជីងងើបបានព្រះអង្គយាងមកដល់ហើយសូមក្រាបថ្វាយបង្គំព្រះអង្គហេតុអីបានជានាងនៅទីនេះខ្ញុំម្ចាស់មកស្រង់ទឹកឆុងតែថ្វាយព្រះអង្គមិនបាច់ទេទៅដំណាក់ពិចារណាទៅខ្ញុំម្ចាស់ដឹងថាខ្ញុំម្ចាស់ធ្វើឲ្យព្រះអង្គមិនសប្បាយប្រទេមិនដូចជាប្អូនស្រីទេសម្រស់ស្រស់ស្អាតលេចធ្លោឆ្លៀសវៃខ្លាចតែលើលោកនេះគ្មានប្រុសណាស់មិនធ្លាក់អណ្ដូងស្នេហ៍នាងទេព្រះអង្គមែនហើយកាលពីប្រហែលថ្ងៃមុននៅតាមផ្លូវខ្ញុំម្ចាស់បានឃើញអ្នកម្នាងនៃសេនាស្អិតល្មុតគ្នាណាស់បាត់មាត់កុំនិយាយអ្វីដែលមិនត្រូវនិយាយព្រះអង្គពេលនេះក្រែងនឹងថាឆុងតែឲ្យយើងមែនទេឆាប់មកមួយក្បាច់របស់ភេនីនេះពិតជាអាក្រក់ណាស់បើសិនជាព្រះអង្គយកច្រឡំលើអ្នកម្នាងខ្លាចតែពិបាកដោះស្រាយទីតែអ្នកមានយល់ថាខ្សិននៅលើខ្លួនភេនីនឹងមានតបសុនអាចជួបគ្នាប្រហែលថ្ងៃមុនដូចគ្នាដែរទេគឺជាក្លិនចាំងលីនៅដំណាក់ឈីសៀងនៃរបស់អ្នកនាងម្ចាស់គឺនាងចង់តំណាក់កំហុសដាច់ជើងអញ្ចឹងយើងមានតែធ្វើអ្វីដែលគេធ្វើមកលើយើងហើយឆាប់ទៅរកហើយឆុងអាចប្រាប់ថាប្រមេម្ចាស់អ្នកម្នាងស្រីម្នាក់នោះពិតជាមានតំណែងតំណងជាមួយនឹងហើយឆុងមែនខ្ញុំចាប់បានសម្បត្តិរបស់ពួកគេលើកនេះទោះជាខំយ៉ាងណាក៏មិនអាចគេចផុតដែរលើកនេះបានទាំងមិនបាច់ខំប្រឹងយប់នេះយើងនឹងចាប់នាងដោះកន្លែងឆាប់ទទួលព្រះអង្គទេព្រះមេvì vợ haiពួកយើងត្រូវស្រេចចង្រៃលោកបោកហើយអាណាមនុស្សចាប់ប្រុសស្រីពីអ្នកនោះឲ្យមកយើងព្រះអង្គខ្ចាំងអីខ្ញុំម្ចាស់ទទួលបញ្ជាដោះស្រាយរឿងនៅដំណាក់6បែរជាមិនដឹងថាកើតរឿងបែបនេះនៅនឹងមកងើបឡើងនាងមិនខុសទេឯណាមនុស្សឆាប់យកស្រីប្រុសមកគូនេះចូលមកភ្លាមមកពេញនេះបើសិនជានាងមិនរាយការណ៍ឲ្យយើងទេយើងច្បាស់ជាមិនដឹងថានាងហ៊ានធ្វើរឿងបែបនេះដែលគ្មានកិច្ចខ្វះបែបនេះព្រះអង្គគឺនាងខ្ញុំម្ចាស់បានស្ដាប់ឮចេញនេះនៅសេនាហើឆុងលួចតំណែងតំណងគ្នាទៅខ្ញុំម្ចាស់ក្នុងមេតាប់សុនទៅចាប់ពួកគេសូមព្រះអង្គឆែកឲ្យបានច្បាស់ទៅព្រះអង្គខ្ញុំម្ចាស់មិនមានទេមិនមានណាចុះហេតុអីនៅទីនេះយើងមានសម្បត្តិពួកឯងទាំងពីរលួចតាក់ទងគ្នាឯណាសម្បត្តិយកមកនេះមកឯណាមនុស្សនាំឲ្យឆុងមកនេះនិយាយឯងនឹងស្នំចង់តាក់ទងគ្នាយប់ណាស់ហើយព្រះអង្គទូលបង្គំមិនដែលបានឃើញសម្បត្តិនេះទេក្រាបទូលកាន់តែមិនអាចលួចតាក់ទងជាមួយស្នំចង់ទៀតតែដាក់ទៀតតែហោបានឃើញនៅផ្នែកពួកឯងទាំងពីរតាក់ទងគ្នាតាមផ្លូវស្អិតរមុតជាមួយគ្នាតែចាប់បកាយទៀតទេទូលបង្គំពិតជាមិនបានជប់ស្នំចង់នៅតាមផ្លូវមែនតែថ្ងៃនេះស្នំចង់បានជួយរកយកតែថតទូលបង្គំតែប៉ុណ្ណោះទូលបង្គំគ្រាន់តែចង់អរប្រគុណគ្នាអ្វីផ្សេងទេឯងនិយាយផ្ដាស់ហាសននៅទីនេះហើយនៅរកដែរទៀតអូទៅពីនេះវាយដុតសួយចម្លើយព្រះអង្គអត់ទៅដល់ទូលបង្គំផងព្រះអង្គទូលបង្គំពិតជាមិនបានលុយលាក់តាក់ទងស្នំចង់ទេព្រះអង្គទូលបង្គំមិនបានលុយតាក់ទងគ្នាទេព្រះអង្គគឺមិនអាចទេព្រះអង្គទូលបង្គំមុនចូលរាជវាំងបានឆ្លោះរបួសគឺមិនអាចមានកូនទេមិននឹងអាចលុយតាក់ទងនឹងស្នំចង់បានទៅអរប្រគុណព្រះអង្គអរប្រគុណតែព្រះអង្គពេលនេះជឿខ្ញុំម្ចាស់ហើយនេះយើងពិតជាមិនគួរសង្ស័យលើនាងទេតែមិនមែនជាស្នាមចេញទេអញ្ចឹងសម្បត្តិមួយនេះជារបស់អ្នកណាម្ចាស់ស្ត្រីក្តាស់នេះគឺដូចជាក្តាស់ស្បែកខ្លានៅដំណាក់ឈីសៀង
គាត់ជាក្តារស្បែកខ្លាំងមែននិយាយមកនេះតែគេលួចតាក់ទងគ្នាយូរប៉ុណ្ណាហើយឬមួយជីងអើក៏ជាកូនរបស់អានរៈនោះដែរមែនទេព្រះអង្គខ្ញុំម្ចាស់គ្មានទេព្រះអង្គតាក់ទងជាមួយបងมันអាចគ្មានความការច្បាស់លាស់បង្ខូចបងស្រីនោះទេយ៉ាងល្អពួកយើងធ្វើពិធីដំណាក់ឈាមទេព្រះអង្គបើធ្វើពិធីដំណាក់ឈាមខ្ញុំម្ចាស់នឹងជីងអើថ្ងៃក្រោយនៅដំណាក់ជួបមនុស្សចាំមិនកើតទៅព្រះអង្គយ៉ាងវិញឆាប់ទៅយកព្រះបត្រាទី2មកណាបាច់ឈាមនរាចូលគ្នាជាសាច់ឈាមនឹងគ្នាចាំមើលឈីងអើតើជាកូនរបស់អានរៈនោះមែនឬក៏មិនមែនពិសោធន៍នឹងនៅការពិតអ្នកនេះឆែកកាយយើងមានប្រសិទ្ធភាពហើយព្រះអង្គច្បាស់ជាចាប់ភីងលីនិងមេតបសុនភីងលីនឹងរករឿងពេញដំណាក់នោះព្រះអង្គនឹងមានការសង្ស័យលើឈីងអើនេះឆាប់ជួយរៀបចំបាយហ្វាឲ្យខ្ញុំបាយហ្វានេះតាក់ទងជាមួយព្រះបត្រាតើអាចមានគ្រោះថ្នាក់ទេក្បាច់នេះគ្រោះថ្នាក់តែភាគរយជ្រះច្រានទោះបីយ៉ាងណាក៏ដោយយើងត្រូវតែសងសឹកឲ្យស៊ឺអើយ៉ាងមិនដែរព្រឹងនេះបន្តព្រះអង្គខ្ញុំម្ចាស់នឹងមានតបសុទ្ធធ្លាប់អត់អស់សូមព្រះអង្គលើកឲ្យទៅខ្ញុំម្ចាស់ផងស្រីចង្រៃយើងគឺជាស្ដេចហេតុអីក៏នេះហ៊ានក្បត់យើងព្រះអង្គចេញលេខថ្ងៃនោះនៅដំណាក់ឈីងសៀងនឹងព្រះអង្គសុំជាមួយគ្នានឹងឲ្យនាងមានបទទៀតខ្ញុំម្ចាស់ពិបាកបន្តិចក៏សវឹងសពេចសពើតធ្វើរឿងខុសនេះសូមព្រះអង្គលើកលែងទោសដល់ខ្ញុំម្ចាស់ផងខ្ញុំម្ចាស់សូមវល់អត់ទោសឲ្យខ្ញុំម្ចាស់ផងខ្លួនជាស្នំនៅក្នុងដំណាក់ស្ដេចបាច់ជាហ៊ានលួចតាក់ទងជាមួយនឹងសេនាតែព្រះអង្គយកប្រភពទៅទុកនៅឯណាទៅឯណាមនុស្សឆាប់យកអាចង្រៃនោះទៅប្រហារជីវិតនៅមានស្រីចង្រៃម្នាក់នេះទៀតដកតំណែងជារាជសាមញ្ញដាក់ក្នុងដំណាក់តិចព្រះអង្គពិតជាមិនអត់ទោសឲ្យខ្ញុំម្ចាស់ដែលធ្លាប់នៅជាមួយព្រះអង្គទេស្រីចង្រៃគ្មានមនសិការនៅហ៊ានមកនិយាយរឿងស្នេហាជាមួយនឹងយើងទៀតស្រីមានមនសិការហេតុអីខ្ញុំម្ចាស់ត្រូវមានមនសិការចំណែកព្រះអង្គមិនក៏នៅក្នុងដំណាក់មានស្រីច្រើនរាប់មិនអស់ចំណែកខ្ញុំម្ចាស់ទ្រាំនៅម្នាក់ឯងក្នុងដំណាក់រាល់ជុកហើយនៅបើកភ្នែកមើលព្រះអង្គផ្ទុំជាមួយស្រីផ្សេងខ្ញុំមិនខ្លាចនឹងទូព្រះអង្គទេខ្ញុំនឹងសុនវ៉ានពិតជាធ្លាប់ម្ដងតែម្ដងនោះធ្វើឲ្យខ្ញុំម្ចាស់ចាំអស់មួយជីវិតមិនដេញព្រះអង្គទេខ្ញុំមិនខ្លាចនឹងទូព្រះអង្គទេខ្ញុំម្ចាស់នឹងសុនវ៉ានពិតជាធ្លាប់ម្ដងមែនតែម្ដងនោះខ្ញុំចាំអស់មួយជីវិតមិនដូចជាព្រះអង្គទេនាងឆាប់យកស្រីម្នាក់នេះវាយក្នុងដំណាក់ត្រជាក់រហូតដល់ស្លាប់ទៅដំណាក់ត្រជាក់រសជាតិយ៉ាងម៉េចដែរនេះជាអ្វីដែលនាងបានធ្វើដោយខ្លួនឯងត្រូវទេយើងអត់ធ្លាប់និយាយហើយសត្រូវនឹងគ្នាគឺមិនអាចឬនៅក្រោមមេឃតែមួយទីគ្រាន់តែស្លាប់យើងមិនខ្លាចទេស្លាប់អញ្ចឹងដូចជាស្រួលដល់នាងពេកហើយយើងនឹងសោះនេះម្ដងបន្តិចឈីងអើមិនមែនជាបុត្ររបស់ព្រះអង្គក៏មិនទុកគេដែរមិនយូរទេយើងនឹងឈីងអើនឹងបានជួបគ្នាឆាប់នេះចំណែកនាងវិញនាងនឹងស៊ីអើរបស់នាងមានតែខ្មោចហើយនឹងមនុស្សនាងប្រហែលជាមិនទេថាឈីងអើជាបុត្ររបស់ព្រះអង្គនោះនាងនិយាយថាម៉េចយើងបានដាក់ទឹកបាយហ្វានៅក្នុងទឹកនោះដំបូងយើងចង់ធ្វើអ្វីដែលនាងអាចធ្វើមិនដូចជាតែមនុស្សស្មានបានថានាងពិតជាលួចតាក់ទងជាមួយតាហ៊ានមែនមិនអាចទៅរួចទេស្រីចង្រៃនាងក៏មិនចង់អោបប្រាស់យើងអីសោះយើងបានពិសោធន៍ចំនួននាងហើយឈីងអើគឺជា
ជាបទរបស់ព្រះអង្គមែនប៉ុន្តែគួរឲ្យស្ដាយតែព្រះអង្គមិនបានទ្រង់ជ្រាបចេញអស់ដកដង្ហើមមិនរួចព្រះអង្គមិនអនុញ្ញាតព្រះរាជគ្រូព្យាបាលឲ្យគេស្លាប់ដោយខ្លួនឯងចេញលេងអត់ទេចេញលេងមិនតាក់ទងជាមួយនឹងចេញអត់ទេទាំងអស់នេះជាកំហុសខ្ញុំសូមលើកលែងទោសឲ្យខ្ញុំផងឲ្យព្រះរាជគ្រូព្យាបាលចេញអត់ទេខ្ញុំសូមបងឲ្យព្រះរាជគ្រូព្យាបាលចេញអត់ទេខ្ញុំសូមបងអ្នកចាំបទរបស់យើងទេគេឈ្មោះសឺអើពេលនេះយើងសូមវល់អ្នកដូចគ្នាតែយើងលើកលែងគេទេពេលនេះយើងដឹងថារសជាតិឃើញបត់ខ្លួនឯងស្លាប់ដល់ចំពោះមុខហើយមិនអាចធ្វើអ្វីបាននោះតែពីយ៉ាងមិនខ្លះនេះហៅថាពីរងាប់ដៃកាន់មិនចង់ពីនាងជាមនុស្សអាត្មានិយមចេញឲ្យមេដាសំទោមេដាបានសង្ស័យឲ្យបត់ហើយបានមានចិត្តក្រាស់មែនសូមធ្វើជាមេដារបស់បត់ទេមេដាមកចាប់បត់មកសឺអើព្រះមេដាមកចាប់បត់មកឲ្យចាប់ឡើងអានេះនឹងសឺអើបត់តាណាសឺអើលីកាស្អីសុបិនអាក្រក់មែនទេមិនអីទេខ្ញុំមិនចាស់សុបិនអាក្រក់ប៉ុណ្ណោះអូនប្រហែលថ្ងៃនេះសុបិនអាក្រក់រហូតចាំយើងឲ្យព្រះជាគ្រូមកបណ្ឌិតឲ្យអបអរព្រះអង្គស្នំចង់មានលៀបហើយពិតមែនទេស្នំចង់មានកមួយខែហើយព្រះអង្គបុត្រនឹងមេដាក៏មានសុខភាពល្អណាស់អ្នកមនីច្បាស់ជាបត់ត្រាស់ត្រឡប់មកវិញហើយលីពួកយើងមានបត់ហើយចាំវិញក្រាបទូលប្រកាសបញ្ជាយើងស្នំចង់មានគុណសម្បត្តិឡើងតំណែងជាស្នំឯងចេញប្រកាសទៅក្រាបទូលស្នំឯងនេះគឺជាវត្ថុដែលព្រះអង្គថ្វាយជូនព្រះនាងមានថង់ក្រអូបមាសឡាយសឺមួយគូកងដៃគុជមួយគូការជិនសៀងមួយប្រអប់នៅមានកណាត់សូត្រ16ដុំសូមអរព្រះគុណព្រះអង្គតែអរគុណស្នំឯងស្នំឯងរាជបុត្រីពីរសាយទៅគាត់ហើយមិនដឹងអាចទៅកាលយើងអាចរាជបែបព្យាបាលគេហើយជំងឺដង្ហើមបានព្យាបាលហើយតែមិនដឹងហេតុអីជប់មិញក្តៅខ្លាំងណាស់បែកពពុះមាត់ហើយសាយទីបង្គត់ទេនេះគឺជារបស់សល់ពីព្រះបត្រាទី2នាំឯងចាត់ការចំណេញសាសនេះសឺអើក៏មានមួយដែរស្នំឯងកំប៉ះអីសាសនេះមានថ្នាំពុលសាសនេះធ្លាប់ត្រាំថ្នាំពុលពេលកូនក្មេងប៉ះវាហើយបៀមនៅនឹងឯងត្រូវថ្នាំពុលដូច្នេះស្នំឯងនេះជាវត្ថុដែលយើងឲ្យទៅបត្រាច្បងសម្រាប់ថ្ងៃកំណើតរបស់គេអរប្រគុណម្ចាស់ស្ត្រីនេះប្រកាយហើយនៅក្នុងដំណាក់នេះមានតែម្ចាស់ស្ត្រីទេដែលចាំពីថ្ងៃប្រសូតរបស់សឺអើនេះជាកាតព្វកិច្ចរបស់យើងសឺអើមកនេះមកព្រះមេតាយើងតែគិតថាសឺអើស្អាតខ្លួនធម្មតាតែមិននឹកស្មានថាគឺម្ចាស់ស្ត្រីជាអ្នកដាក់ថ្នាំអំពើម្ចាស់ស្ត្រីមានអំណោយម្ចាស់ស្ត្រីអបអរស្នំចង់មានលៀបបានឲ្យទូលបង្គំយកអំណោយមកជាពិសេសអរប្រគុណម្ចាស់ស្ត្រីស្ដាប់ឯងបងស្រីសុំទោសខ្ញុំទៅតែចូលរាជវាំងមិនសូវដឹងពីវិន័យបងស្រីចិញ្ឈុនមិនបានជាឯងចូលរាជវាំងដែរគឺម្ចាស់ស្ត្រីឲ្យខ្ញុំម្ចាស់ចូលរាជវាំងជាពិសេសដើម្បីមើលថែបងស្រីមានកុស
ក្នុងផ្ទះមានច្រើនអញមិនសូវទំនប់ទេត្រឡប់ទៅផ្ទះវិញទេមើលថែលោកពុកឲ្យបានល្អណាស់ នេះគឺជាប្អូនស្រីនាងដែលថាត្រូវចូលរាជវាំងតាំងពីដំបូងនោះហើយ សួស្ដីបងថ្លៃគ្មានមានន័យហើយព្រះអង្គទៅ មិនអីទេគេហៅមិនខុសទេបើជាបំណងម្ចាស់ស្ត្រីហើយអញ្ចឹងឲ្យនាងនៅក្នុងដំណាក់ទៅយើងនឹងមានរឿងត្រូវដោះស្រាយទៀតបងប្អូននាងទាំងពីរនាក់និយាយគ្នាទៅ បងស្រីនេះជាម្សៅលើកសម្រាប់ខ្ញុំយកមកឲ្យបងជាពិសេសខ្ញុំលើថាអ្នកមានផ្ទៃពោះសម្រាប់តែឆាប់ចាស់ណាស់បងស្រីតែមើលថែខ្លួនឯងបានល្អបើមិនចឹងទេចាប់ព្រះអង្គលែងត្រូវការទៀតទេនិយាយថាមកបំរើព្រះអង្គគឺខ្លាំងខ្លាចង់បានការសព្វតីពីព្រះអង្គវាជារឿងពិតបងស្រីមិនក៏បងកាត់លើខ្ញុំអែបហ្នឹង កាយអញតាំងពីដើមមកគឺបាច់ដឹងមែនទេមើលតែម្ចាស់ស្ត្រីចង់ប្រាក់ខ្វាច់ដល់ឯងគេសម្រាប់ស៊ឺពេលនេះសូមបីតែបាត់ក្នុងពោះរបស់យើងក៏មិនលើកលែងដែរស្ដាំឯងគួរទប់ទល់របៀបដែរលើកនេះយើងនឹងការពារបាត់របស់យើងឲ្យបានល្អបំផុតម្ចាស់ស្ត្រីសោយឆ្នាំច្រើនយ៉ាងនេះលើកនេះប្រកាសជាព្រះបុត្រាហើយចុះបើនាងនៅដំណាក់ឆាំងលើកនោះជាបុត្រានោះយើងមិនខំអត់ប្រយោជន៍ទៅហើយទេយើងមិនអនុញ្ញាតឲ្យអ្នកណាមករារាំងផ្លូវបុត្ររបស់យើងធ្វើជាព្រះរាជបុត្រទីចាប់មើលចុះម្ចាស់ស្ត្រីទុកបតីចាស់អំណាចបានយកទៅឲ្យគេហើយតាមឯងទីតែគិតថាតាមលីជាអ្នកសំណាប់កូនរបស់គេខ្លាចតែគេមើលដឹងថាបើកូនកើតមិនរួចរត់តែល្អនេះរបស់ម្ចាស់ស្ត្រីយើងមានបុត្រខ្លាចបំផុតគឺខឹងយើងបានហៅមនុស្សមកមើលថែនាងជាពិសេសហើយព្រះអង្គរវល់យ៉ាងនេះនៅកំដរខ្ញុំម្ចាស់ទៀត អូនមានគាត់នៅហត់យើងគួរតែនៅកំណត់អូនឲ្យបានច្រើន ទីតែមើលថាខ្ញុំជាអ្នកណា ខ្លាមធំរបស់គ្មានភ្នែកហ៊ានមកបញ្ញាក់ស្នំឯងផង កង់ដៃបងស្រីស្អាតណាស់អាចឲ្យខ្ញុំជាកដោបានដែរទេសំអាងអីសំអាងលើពុកស្លាញ់ខ្ញុំច្រើនជាងបងស្រីកង់ដៃនេះបើមិនឲ្យក៏ខ្ញុំត្រូវតែយកដែរលេចជើលេចប៉ាប់អើយប៉ាប់ពុក ហើយក៏ឲ្យធ្វើបាបអូនស្រីអី គឺនាងចាត់តាកង់ដៃខ្ញុំពុកគឺមកពីខ្ញុំមិនល្អខ្ញុំមើលឃើញកង់ដៃបងស្រីស្អាតក៏សរសើរគាត់តែបងស្រីគាត់យកច្រឡំលើខ្ញុំណាពុក ជន់គ្រាន់តែចង់បានកងដៃឯងធ្វើជាបងស្រីគេមិនក៏មិនអោយយកមកនេះ កង់ដៃនេះខ្ញុំអោបចោលក៏មិនអោយនាងដែរនាងចង់បានណាស់ ឯណាមនុស្សយកមកនេះគ្រូសាមក អីអើ ដឹងថាច្រឹកឯងស្លូតបងគឺមកពីម៉ែមិនបានការពារកូនមិនបានល្អរាល់ថ្ងៃម៉ែកូនពីរនាក់គេមានអំណាចថ្ងៃក្រោយកូនត្រូវចាំមិនត្រូវចេញមុខទេទើបម៉ែកូនយើងពីរនាក់អាចរស់នៅមានសុភមង្គលបានម៉ែពីមុននៅផ្ទះនាងទៀបជាងខ្ញុំឥឡូវចូលវគ្គក៏នៅតែដដែលបាយឆ្នាំនោះយើងមិនឈឺទេតំណែងស្នាមឯកមួយនេះមិននឹងអាចឲ្យបងស្រីអង្គុយបានទេខ្ញុំគ្រាន់តែមកចឹកនៅរបស់ដែលខ្ញុំត្រូវចឹកមកវិញតែប៉ុណ្ណោះបាទឯងចឹកមកដោះមកទ្វារហើយអញ្ចឹងយើងមានតែគិតបញ្ជីម្ដងមួយជាមួយឯងចុះ ចុះនៅទីនេះគឺអាចស៊ីបាន បងថ្លៃបងស្រីមិនចេះលេងអុកផុកហ្នឹងបងលេងជាមួយគាត់មិនធុញទេអីឥឡូវខ្ញុំលេងជាមួយបងមួយក្តារបងនិយាយទៅមើលតើល្អទេចាំពេលខ្ញុំធុញអ្នកទៅពេលលេងចុះ
បើយើងដាក់តែមកគ្រាប់ទៀតឯងនឹងចាញ់ហើយ បងថ្លៃឲ្យខ្ញុំខ្លះទៅ ពេលនេះដឹងសម្បោហើយបាញ់មិញនេះនៅកម្មវិធីដំណាក់ក្រែងឯងបកកែផឹកស្រាណាស់មែនទេ បងថ្លៃគឺជាស្ដេចប្រហែលជាបង្គំជាមួយខ្ញុំដែលជាស្រីទិនខ្សោយទេអេបងថ្លៃបងដាក់ទីនេះខ្ញុំនឹងឈ្នះហើយ ឯងផឹកស្វឹងហើយ ខ្ញុំគឺសវឹកមែនបងថ្លៃមិនសវឹងទេខ្ញុំសវឹងមែនឬមួយក៏បងថ្លៃមិនសវឹងទេ ស្រាមិនស្វឹងមនុស្សស្វឹងខ្លួនឯង យើងនឹងមានរឿងត្រូវដោះស្រាយទៀតត្រឡប់ទៅដំណាក់យ៉ាងអ៊ីហើយ ថ្លៃបង្គំលាព្រះអង្គបងស្រីខ្ញុំដឹងថាបងស្រីមិញនេះមិនបានដេកទេបងស្រីខឹងនឹងខ្ញុំទេអេបងស្រីប្រយ័ត្នកូននៅក្នុងពោះណាក្រែងមាត់ឯងរលុកហើយអូនស្រីអាចទទួលការសពតិពីព្រះអង្គបងស្រីសប្បាយចិត្តជំនួសឯងមិនយ៉ាងអាចខឹងឯងទេហើយណាមួយយើងមានបទទីការសពតិនេះឲ្យទៅអ្នកដទៃឲ្យទៅឯងពេញល្អជីកសម្ដែងទៀតចាស់ខ្ញុំនឹងចាំមើលតើបងនៅត្រង់បានប្រមាណទៀតទេស្នាមឯងគ្រាន់តែប្រើអុកមួយអាចបដូរស្ថានភាពនេះបានហេតុអីបានជាមិនប្រើចង់ដឹងពីស្ត្រីត្រូវដឹងពីមហិច្ឆតារបស់ស្ត្រីមិនដល់មួយខែផងឯងបានខ្លាចជាសឹងអិនយើងពិតជារើសឯងមិនខុសមែនគឺមកពេលម្ចាស់ស្ត្រីបង្រៀនបានល្អឆាប់ងើបដែរយើងនឹងឲ្យអ្នកទាំងអស់គ្នាបានដឹងរឿងនេះដល់ពេលនោះនាងនឹងខឹងដល់រំលូតកូននៅតែរករឿងដល់ព្រះអង្គធ្វើឲ្យព្រះអង្គស្អប់ខ្ពើមយើងពិតជារងចាំមិនបានទៀតទេចាស់ណាក៏ដោយម្ចាស់ស្ត្រីនៅតែជាអ្នកឈ្នះចុងក្រោយទុកចិត្តចោះយើងនឹងមិនឲ្យនាងខាត់បង់ទេចាប់ពីថ្ងៃក្រោយទៅឯងមិនចាំបាច់ធ្វើជាមនុស្សឆៃស្អីទៀតទេយើងនឹងឲ្យឯងធ្វើជាជីអ៊ីល្អទេអរប្រកបម្ចាស់ស្ត្រីព្រះអង្គក៏អញ្ចឹងដែរឯងនឹងមានពោះមានពងមិននឹងអាចទោះបីជាសវឹងក៏មិនអាចធ្វើរឿងអញ្ចឹងដែរបើសិនជាឯងពិបាកចិត្តនិយាយប្រាប់យើងត្រង់មកយើងនឹងទៅរកព្រះមេដារកហេតុផលឲ្យឯងទៅចប់ម្ចាស់ស្ត្រីមានសម្បត្តិនៃហើយខ្ញុំម្ចាស់មិនពិបាកចិត្តទេពេលនេះខ្ញុំម្ចាស់និងម្ចាស់ស្ត្រីសុទ្ធតែមានគ័រគឺគួរតែមានអ្នកមើលថែព្រះអង្គទៅល្អស្នាមឯងពិតជាគិតបានល្អមែនសូមក្រាបថ្វាយបង្គំព្រះអង្គងើបឡើងលីអើមកនេះយើងពីដំបូងមិនដឹងថានិយាយជាមួយនាងយ៉ាងម៉េចខ្លាចនាងខឹងនឹងយើងប៉ុន្តែមិនដឹងស្មានថានាងពិតជាយល់រឿងនេះសោះព្រះអង្គទៅសះពេកហើយបងប្អូនខ្ញុំម្ចាស់ទាំងពីរអាចបម្រើព្រះអង្គក្នុងពេលតែមួយគឺជាសំណាងរបស់ពួកខ្ញុំម្ចាស់ណាព្រះអង្គឲ្យតំណែងជាអ៊ីទៅព្រះអង្គយ៉ាងណាគេក៏ជាប្អូនស្រីរបស់នាងដែរព្រះអង្គមិនអាចឲ្យនាងអន់ចិត្តនោះទេមិនអាចទេប្អូនស្រីឯងនៅខាងទៀតមែនទេពេលនេះឈើខ្លាយទៅជាទូគួរតែជាឈ្មោះនាងមួយហើយម្ចាស់ស្ត្រីមានស្ប័ននៃមិនខុសទេឈុនអើគឺជាប្អូនស្រីរបស់ខ្ញុំម្ចាស់មិនអាចឲ្យនាងអន់ចិត្តទេព្រះអង្គខ្ញុំម្ចាស់សូមព្រះអង្គតែងតាំងឈុនអើជាចៅអើនេះមិនសមហេតុផលទេគេជាប្អូនស្រីនាងមែនប៉ុន្តែបានបម្រើយើងបានតែមួយយប់ប៉ុណ្ណោះនៅក្នុងដំណាក់មិនដែលមានករណីបែបនេះទេបើព្រះអង្គមិនព្រមខ្ញុំម្ចាស់ក៏មិនងើបដាក់ពេញដែរបានចៅអ៊ីក៏ចៅអ៊ីទៅអូនកំពុងមានគួរផងកំណត់ជង្គង់អី
ស្នាមឯងពិតជាបងស្រីដ៏ល្អមែន ម្ចាស់ស្ត្រីនិយាយសមហេតុផលលេអើជាល្អស្មោះសរយល់ល្អគួរបន្ថែមអក្សរអ៊ីមួយទៀតធ្វើជាឈ្មោះយ៉ាងម៉េចដែរ អរប្រគុណព្រះអង្គ ខែក្រោយជាខួបប្រសូតរបស់ព្រះមេដាបងប្អូនស្រីពីរនាក់នាងក៏ល្មមពិភាក្សាគ្នាតើវត្ថុអ្វីទៅព្រះមេដា ខ្ញុំម្ចាស់ទទួលបញ្ជាយើងដំណើរព្រះអង្គបងស្រីហើយចាបងស្រីនេះបងស្រីចង់ថ្វាយកណាត់បាក់នេះឲ្យព្រះមហាក្សត្រយ៉ាងនេះមែនទេអាក្រក់មើលបែបនេះបងស្រីចេះតែយកចេញមកដាក់ចៅអើនាងក៏ភ្លេចនាងអាចមានអំណាចដូចសប្តាហ៍ថ្ងៃនេះគឺដោយសារតែអ្នកនាងម្ចាស់យើងទាំងអស់នោះមកពីនាងដឹងថាយើងមានអំណាចមិនអាចប្រឆាំងបានមានតែធ្វើតាមបញ្ជាចាំដល់ពេលព្រះរាជពិធីទទួលបានការស្ដេចពីព្រះមហាក្សត្រយ៉ាងនេះកំថាឡើយចៅអើសូមបីតែស្នាមឯងក៏យើងចេះបានយ៉ាងស្រួលដែរមិនទេចឹងយើងរងចាំមើល ទាំងអស់គ្នាថ្វាយព្រះមេដាមួយពេញទៅមកទាំងអស់គ្នាសូមអញ្ជើញអញ្ជើញអង្គុយទៅមហាក្សត្រយ៉ាងនេះជាប្រព័ន្ធផ្ទុំតែអ្នកមនាងខ្ញុំម្ចាស់ដេកឲ្យផ្ទាល់ខ្ញុំម្ចាស់បានប្រាស័យកងោកមាសបាក់ជារូប8ទិសអាចការពារមហាក្សត្រយ៉ាងនេះមានបជនមិនឆ្នាំស្នាមឯងមានចិត្តហើយតែអំណាចរបស់ឯងថ្ងៃនេះគឺប្រហែលជាមិនអាចប្រៀបជាមួយនឹងប្អូនស្រីរបស់ឯងទេនោះជាវត្ថុស្អីទៅខ្ញុំម្ចាស់អាក្រក់មើលបន្តិចថ្វាយព្រះពរមហាក្សត្រយ៉ាងនេះមានបជនដូចជាភ្នំសុភមង្គលដូចជាសត្វមាន់នៅក្មេងតែសរសេរអក្សរល្អបែបនេះមិនអត់ទេអ្វីត្បិតតែអក្សរជក់នេះល្អប៉ុន្តែអត្ថន័យវាមានន័យយ៉ាងម៉េចទេនៅរដូវនេះបែរជាមានមេអំបៅទៅវិញមហាក្សត្រយ៉ាងនេះមេអំបៅនៅសុភមង្គលមានសម្លេងស្តេងគ្នាខ្ញុំម្ចាស់ជូនពរមហាក្សត្រយ៉ាងនេះមានសុភមង្គលនៅសុខភាពល្អសំណាងកើតមានរហូតនេះធ្វើយ៉ាងណាទើបមេអំបៅមកបាទសំទោសមហាក្សត្រយ៉ាងគឺម្ចាស់ស្ត្រីជួយខ្ញុំម្ចាស់ហើយខ្ញុំម្ចាស់បានចាប់ការចំហុយជាមួយទឹកគឺលាយជាមួយនឹងទឹកខ្មៅដូច្នេះហើយទើបអាចតាក់ទាញមេអំបៅមកបានអញ្ចឹងណាប្រមេពិតជាមានចិត្តមែនផ្ដល់រង្វាន់ទៅនៅមានមេអំបៅទីតាំងនេះជាស្អីនេះនេះក៏ជាបជាបិទឈាមបជាបិទឈាមណែណែអេលឿនទៅហៅរាជគ្រូមកនាងធ្វើស្អីហេតុអីបានជាណោះបជាបើច្រើនយ៉ាងនេះខ្ញុំម្ចាស់ក៏មិនដឹងដែរចង់ចៅអីរាល់ថ្ងៃនេះចូលចិត្តលេងសើចជាមួយនឹងយើងមិនថាទេថ្ងៃនេះនាងដើម្បីមុខមាត់ហ៊ានធ្វើបាបព្រះមេដារបស់យើងផងយើងមិនលើកលែងអត់ទេព្រះអង្គសូមរាជទានទោសខ្ញុំម្ចាស់គ្រាន់តែចង់ឲ្យមហាក្សត្រយ៉ាងនេះសប្បាយបន្តិចប៉ុណ្ណឹងបងស្រីខ្ញុំម្ចាស់គ្មានចេតនាទេអ្នកណាហ៊ានវល់ជំនួសគេដាក់ទោសជាមួយគ្នាព្រះមហាសីព្រះអង្គនាងជាអ្នកតំណាងដំណាក់ទាំង6តែនាងបែរជាហ៊ានឲ្យគេធ្វើរឿងបែបនេះនាងក៏មិនអាចគេចផុតដែរព្រះអង្គខ្ញុំម្ចាស់មានព្រះគស់មិនអាចចាត់ការគ្រប់រឿងបានទេគឺជាកំហុសរបស់ខ្ញុំម្ចាស់សូមព្រះរាជទានទោសនៅមិនឆាប់នាំស្រីម្នាក់នេះអូចេញទៅក្រៅយើងទៀតលើក្រោយបើមិនហៅចូលគាត់កំជុលព្រះអង្គមិនបាច់យកថ្មដាក់ចូលក្នុងដងទេនេះគ្រាន់តែជារឿងចៃដន្យប៉ុណ្ណោះពេលព្រះអង្គបាត់ខ្យាច្បាស់ជាដោះលែងយើងវិញមិនខាននេះមិនមែនជារឿងចៃដន្យទេនៅក្នុងទឹកខ្មៅឯងយើងបានថែមឈាមជ្រូកចោតអញ្ចឹងហើយទើបតាក់ទាញបញ្ជាមកបានស្រេចចង្រៃនាងមិនខ្លាចយើងទទួលព្រះអង្គទេអីព្រះអង្គអាចជឿទេនាងក៏ភ្លេចថាដំណើរចៅអស់របស់នាងគឺយើងជាអ្នកវល់ឯនាងយើងល្អដាក់នាងយ៉ាងនេះយើងធ្វើមិននឹងធ្វើបាបនាងទេស្រេចចង្រៃ
មួយកំភ្លៀងនេះគឺសម្រាប់ភាពងងខ្លាំងរបស់ឯងមួយកំភ្លៀងនេះគឺសម្រាប់ភាពមិនចេះអាម៉ាស់មុខរបស់នាងមួយកំភ្លៀងនេះគឺផ្ទះសម្រាប់អ្នកម្ដាយរបស់ជើងនាងប្រហែលជាមិនដឹងទេថាជើងបានផ្ញើសម្បត្តិឲ្យលោកពុកថានាងបានធ្វើឲ្យមហាក្សត្រនាងមានរបួសលោកពុកខ្លាចថាប៉ះពាល់ដល់ជីវិតរបស់គាត់បានសរសេរសម្បត្តិលែងលះទាំងជុំមកដល់ពេលនេះខ្លាចតែបានដេញម្ដាយនាងចេញពីផ្ទះហើយនាងស្អប់យើងយ៉ាងនេះហេតុអីបានជាជួយឲ្យយើងបាត់ការសព្វតីពីព្រះអង្គនាងចង់ចូលវគ្គយ៉ាងនេះយើងច្បាស់ជាត្រូវជួយនាងហើយថ្ងៃក្រោយទៅនាងនៅដំណាក់នេះរស់នៅឲ្យបានសុខអស់មួយជីវិតទៅចុះថ្ងៃណាមួយយើងមិនទាន់ស្លាប់យើងនឹងមានឱកាសបានការសព្វតីពីព្រះអង្គចេញនេះនាងចាំយើងសិនទៅយើងត្រូវការជួបម្ចាស់ស្ត្រីម្ចាស់ស្ត្រីធ្វើរឿងមិនបានល្អហើយបរាជ័យទៀតគឺមកពីស្រីចង្រៃនោះវាបានដាក់ឈាមជោគចូលទៅក្នុងទឹកខ្មៅបានជាតាក់ទាញបជាមកច្រើនយ៉ាងនេះតែវាយ៉ាងម៉េចនាងត្រូវបានព្រះអង្គសពរួចទៅហើយយើងក៏គ្មានមធ្យោបាយដែរអត់ទេម្ចាស់ស្ត្រីជួយដល់ខ្ញុំម្ចាស់ផងពេលខ្ញុំចាក់បាត់ខ្ញុំនឹងឲ្យស្រីចង្រៃនោះបោជាឈាមជួយខ្ញុំម្ចាស់ទេងើបឡើងសិនមកយើងមិនបាននិយាយថាមកជួយឯងទេយើងបានរៀបចំសម្លៀកបំពាក់ឲ្យឯងរួចហើយពេលឯងបដូរហើយយើងនឹងនាំឯងទៅជួបព្រះអង្គម្ចាស់ស្ត្រីខ្ញុំម្ចាស់ស្អាតទេស្អាតណាស់អញ្ចឹងឯងពាក់ឈុតនេះធ្វើដំណើរទៅស្អាតគឺស្អាតតែគ្មានខួរគួរឲ្យស្ដាយណាស់អ្នកមនីចៅអ៊ីនៅដំណាក់ឡានយាបានសម្រាប់ខ្លួនមិននឹងអាចទៅរួចនាងនិយាយថាត្រូវយកការសព្វតីពីព្រះអង្គវិញមិននឹងអាចសុកសម្រាប់ខ្លួនទេម្ចាស់ស្ត្រីបានធ្វើរួចហើយលើកនេះនឹងធ្វើឲ្យឈ្មោះរបស់ស្រីចង្រៃនេះស្អុយរលុះចាក់មើលចាស់ឈុតលខោនចាប់ផ្ដើមហើយណែពួកឯងដឹងហើយនៅចងចាំងអ៊ីណាបានត្រឡប់មកដំណាក់ឆាំងលើមកទីជីវិតមកស្រីនឹងពេញហើយមែនណាមែនហើយពេលដែលចាំងអ៊ីសំណាក់ខ្លួនស្លៀកឈុតពណ៌ក្រហមអណ្ដាតលេងចេញក្រៅអស់ហើយគំនុំធំមកស្ទើរទេព្រះអង្គមនុស្សនៅក្នុងដំណាក់វិភាសាគ្នាសាំអ៊ីបារម្ភខ្លាចចាំងអ៊ីធ្វើបាបដូច្នេះទើបបង្ខំឲ្យប្អូនស្រីនាងស្លាប់និយាយព្រះពាក្យចចាមអារាមរបស់មនុស្សថ្នាក់ក្រោមយកមកនិយាយមិនថាទេគឺពាក្យចចាមអារាមធ្វើឲ្យបាត់បង់អ្នកចេះដឹងព្រះអង្គរាជទានទោសខ្ញុំម្ចាស់ខ្លាចថាពាក្យចចាមអារាមនេះជាការពិតខ្លាចស្នាមអ៊ីពិបាកបង្រៀនដល់បុត្រណាបើពិតជាគ្មានផលតាំងរឿងនេះបញ្ចប់ត្រឹមនឹងទៅព្រះពើពួកឯងធ្វើស្អីឆាប់ឲ្យចេញព្រាមថាឲ្យឆាប់ឡើងនៅធ្វើស្អីទៀតឲ្យឆាប់ឡើងឲ្យទៅពួកឯងធ្វើស្អីហ្នឹងឲ្យចេញព្រាមអ្នកមីងថ្ងៃនេះជាថ្ងៃបុណ្យ8ថ្ងៃរបស់ចាំងអ៊ីល្អដែរយើងចាំមើលនាងមរឹកអ្នកណាសងជីវិតជប់សិនឲ្យសិនឈិនមិនបាច់ធ្វើខ្មោចបន្លាចទៀតទេម្ចាស់ស្ត្រីលើកនេះមិនមែនខ្ញុំម្ចាស់ជាអ្នកបន្លំទេសិនឈុនអើយសិនឈុន
ត្រីត្រង់តិចទៅប្រឹងឡើងម្ចាស់ស្ត្រីត្រង់តិចណាត្រង់ឲ្យបានម្ចាស់ស្ត្រីអ្នកនាងម្ចាស់ពិតជាមិនខុសមែនម្ចាស់ស្ត្រីពិតជាភ័យខ្លាំងណាស់ប្រសូតបុតមុនហើយមើលតែប្រហែលជារអៀសចិត្តហើយអ្នកនាងម្ចាស់ជាត្រីបុតនេះជាបុតត្រាឬក៏បុតត្រីគេកាត់បុតត្រាឬបុតត្រីមិនតាក់ទងជាមួយយើងទេយើងគ្រាន់តែចង់មើលថែបុតយើងឲ្យបានល្អប៉ុណ្ណោះប្រសូតហើយឲ្យលឿនឡើងប្រសូតហើយឲ្យលឿនឡើងប្រសូតហើយគឺបត្រាស់មែនទេសំទោសម្ចាស់ស្ត្រីគឺពនាងទៅចេញទៅប្រឹងឡើងអ្នកម្នាងប្រឹងតិចទៀតអ្នកម្នាងប្រឹងតិចទៀតត្រង់ឲ្យបានណាអ្នកម្នាងឲ្យលឿនឡើងត្រង់ឲ្យបានអ្នកម្នាងប្រឹងតិចទៀតប្រឹងតែប្រឹងតិចទៀតណាប្រឹងឡើងត្រង់តិចទៀតណាឲ្យលឿនអបអសាទើគឺពនាងតូចម្ចាស់ស្ត្រីស្នាមឯកអ៊ីប្រសូតបានបុត្រីហើយប្រមេអរគុណព្រះប្រទានពរអរគុណថ្មីត្បិតប្រសូតបានបុត្រីតែម្ចាស់ស្ត្រីគឺជាបុត្រីច្បងទោះប្រៀបធៀបយ៉ាងណាក៏ខ្ពស់ជាងដែរនេះយ៉ាងម៉េចហើយនេះយ៉ាងម៉េចមានមួយទៀតនៅមានមួយទៀតឲ្យលឿនឡើងមកឲ្យលឿនមកឲ្យលឿនឡើងមកឲ្យលឿនត្រង់តិចទៅអ្នកម្នាងមានព្រះបត្រាមួយអង្គទៀតអ្នកម្នាងលាអូនប្រសូតព្រះបត្រាឲ្យបងចឹងវិញប្រកាសបញ្ជាយើងស្នំឯកអ៊ីប្រសូតបានបុតដែលមានគុណសម្បត្តិតែតាំងជាម្ចាស់ស្ត្រីកាន់កាប់ដំណាក់ទាំង6ទទួលព្រះបញ្ជាលាអូនលំបាកហើយបុតគឺជាបុតត្រាតែម្នាក់ក៏របស់បិតាយើងលេងពិបាកចិត្តថាគ្មានអ្នកស្នងតកូលទៀតហើយព្រះអង្គមានបន្ទូលធ្ងន់ពេកហើយនៅមានម្ចាស់ស្ត្រីថ្ងៃក្រោយនៅមានបុត្រាច្បងថ្វាយព្រះអង្គមិនខានទេសូមព្រះអង្គទុកប្រទេសចាស់យើងនៅអាចប្រសូតបានទៀតចេញទៅម្ចាស់ស្ត្រីសិនឈុនឆាប់ទៅយកឆ្នាំប្រសូតបុត្រាមកឲ្យយើងច្បាស់ជាអាចប្រសូតប្រាក់បុត្រាមួយទៀតបានម្ចាស់ស្ត្រីចេញទៅម្ចាស់ស្ត្រីភ្លេចឲ្យមែនទេព្រះរាជគ្រូបាននិយាយថាម្ចាស់ស្ត្រីសើចឆ្នាំច្រើនពេកប៉ះពាល់សុខភាពមិនអាចមានបុត្របានទៀតទេយើងមិនអាចមានបុត្របានហេតុអីយើងមិនអាចមានបុត្របានហេតុអីក៏យើងមិនអាចមានបុត្របានគឺមកពីឯងហេតុអីបានជាឯងមកទីនេះយើងនៅសម្រាប់ឯងម្ចាស់ស្ត្រីកុំម្ចាស់ស្ត្រីយ៉ាងណាចាស់ស្ត្រីម្ចាស់ស្ត្រីយ៉ាងណាទ្រង់ក៏ជាបុត្របង្កើតរបស់ម្ចាស់ស្ត្រីដែរម្ចាស់ស្ត្រីច្បាស់ជាមិនដាច់ចិត្តទេអត់ទេបើឲ្យគេស្លាប់ក៏ត្រូវស្លាប់ឲ្យមានហេតុផលដែរបន្តិចទៀតដល់ពិធីសំពះព្រះខែហើយកិច្ចការរបស់ក្មេងត្រូវតែប្រយ័ត្នបន្តិចអ្នកនាងម្ចាស់ទុកចិត្តចាស់កិច្ចការរបស់រាជបុត្រទាំងពីរគឺគេរៀបចំយ៉ាងល្អព្រះបានការពារតាសៀយើងលេងបារម្ភពីការអត់មានអ្នកក្រុងរាជបន្តពីយើងទៀតហើយមកសូមអបអរព្រះអង្គលា
អូនមានគុណសម្បត្តិធំជាងគេយើងថ្វាយនាងមកពេងវ៉ាន់អើបាត់យ៉ាងម៉េចទៅហើយព្រះអង្គវ៉ាន់អើបានសោយទីបង្គត់ហើយថាម៉េចព្រះអង្គព្រះនាងមិនប្រឈួនទេគឺត្រូវថ្នាំពុលព្រះអង្គមានមនុស្សស្នាប់បត់ខ្ញុំម្ចាស់ព្រះអង្គត្រូវតែរកយុទ្ធធម៌ឲ្យខ្ញុំម្ចាស់ផងព្រះអង្គតែអ្នកណាហេតុអីក៏ចិត្តដេរឆាន់យ៉ាងនេះហ៊ានលើកដៃសម្រាប់កូនក្មេងដែលមិនតាន់គ្រប់ខែឆែកមើលព្រះអង្គថ្នាំពុលមិននៅក្នុងសុបទេគឺនៅលើស្លាបព្រានេះព្រះអង្គស្លាបព្រានិងសម្ភារៈទាំងអស់គឺម្ចាស់ស្ត្រីជាអ្នករៀបចំគឺនាងរៀបគម្រោងសម្រាប់បុត្រីរបស់ខ្ញុំម្ចាស់គឺនាងព្រះអង្គខ្ញុំម្ចាស់មានបុត្រនិងបុត្រីហើយហេតុអីចាំបាច់ធ្វើឃាតបុត្រីរបស់នាងបើអ្នកដែលនាងសម្រាប់ជាយើងវិញនាងចង់ជំនួសតំណែងយើងខ្លាចជាម្ចាស់ស្ត្រីបែរជាធ្វើឃាតខុសចាំបុត្រីរបស់យើងទៅវិញនេះគ្រាន់តែជាការគិតរបស់នាងប៉ុណ្ណោះឯណាភ័ស្តុតាងមានតែនាងក្រៅពីនាងមានអ្នកណាចង់សម្រាប់យើងទៀតបាទអ្នកម្នាក់ជាអ្នកប្រឌិតអ្នកសម្ដែងខ្លួនឯងនាងមិនស្ដែងនៅសម្រាប់បុត្រីខ្លួនឯងហើយតម្រាក់កំហុសមកដល់យើងទេពិតជាចិត្តព្រៃសាច់មែននាងនិយាយផ្ដាស់នៅក្រាស់មេឃនេះតែមានម្ដាយឯណាដែលយកជីវិតកូនស្រីរបស់ខ្លួនមកលេងសើចនោះវាមិនអាចទេមិនអស់របស់ខ្ញុំនាងនៅតូចចាស់នេះព្រះអង្គត្រូវតែរកយុត្តិធម៌ឲ្យកូនរបស់ខ្ញុំផងព្រះអង្គមិនស្អីព្រះជាគ្រូឲ្យលើឡើងទៅឲ្យលើឡើងព្រះមិនស្អីនាងធ្វើជាម្ចាស់ស្ត្រីហេតុអីក៏ធ្វើបែបនេះទៅវិញអញ្ចឹងអ្នកម្នាងព្រះអង្គខ្ញាល់ខ្លាំងបានឲ្យអ្នកម្នាងនៅដំណាក់ឆាំងលើកនោះទៅដំណាក់តិចហើយអ្នកម្នាងបានចាច់មែននឹងការស្លាប់របស់បាងគឺមិនខាតទេឆាប់បដូរសម្លៀកបំពាក់ឲ្យយើងទៅបដៅនាងម្ដងចាំមើលនាងគិតយ៉ាងម៉េចតទៅទៀតព្រះមេទីបំផុតនាងមកហើយព្រះអង្គមិនបាច់ជាត្រង់នៅទីនេះប្រហែលជានឹកស្មានមកដល់ហើយបាត់របស់នាងនៅរស់នៅឡើយទេបាក់ត្រូវហើយមហូបទាំងអស់ប្រឌិតហើយនៅមហូបលើកនេះគឺដំណាក់ពួកយើងជាអ្នករៀបចំគ្មានបញ្ហាទេការពេលមានរឿងដែលកើតឡើងយើងទៅឆែកម្ដងទៀតព្រះមេអ្នកមីងមើលស្នាមសាប់ព្រានេះតើសាប់ព្រាដំណាក់យើងខុសគ្នាដែរទេពិតជាខុសគ្នាមែននេះជាកន្លែងរបស់ម្ចាស់ស្ត្រីសាប់ព្រានេះមានស្នាមពុលនាងចង់អំពើព្រះបុត្រាលើកនេះនាងរៀបចំសម្រាប់ខ្លួនឯងម្ចាស់ស្ត្រីចង់សម្រាប់បុត្រខ្លួនឯងពិតជាព្រៃផ្សៃមែនខ្ញុំម្ចាស់នឹងយករឿងនេះទៅទូលព្រះអង្គមីងទៅក៏ព្រះអង្គមិនជឿដែរមីងចាប់ទៅបដូរឆ្នាំខ្លាំងៗពួកយើងយកល្បិចទោសនិងល្បិចយើងនឹងភេញនេះបានឆ្លោះគ្នាចង់ពាក់កណ្ដាលជីវិតនឹកស្មានមកដល់ថានាងទើបជាអ្នកដែលពិបាកទប់ទល់ប៉ុន្តែក៏ល្អដែរចុងក្រោយយើងគឺជាអ្នកឈ្នះឯងមានបុត្រាតែវាចាស់មិនពេលនាងស្លាប់ទៅបុត្ររបស់ឯងនឹងត្រូវយើងមកចិញ្ចឹមថ្ងៃក្រោយយើងនឹងពឹងលើកបុត្ររបស់នាងខ្លាយទៅជាមហាក្សត្រយ៉ាងនេះចាំមើលចោះកូនស្រីនាងពាក់កណ្ដាលជប់យប់សាប់ឃើញគេនាងមកខ្លាចគេមកទាជីវិតពីនាងទេហ៎យើងមានបុត្រី3រួចមកហើយបាត់បង់គេមួយក៏មិនអស់ដែរកាលពីដំបូងជាស្មានតែនាងសម្រាប់តែកូនអ្នកដទៃនឹកស្មានមកដល់ថានាងជាមនុស្សឈួតបែបនេះតតែសោះសូម្បីតែកូនខ្លួនឯងក៏សម្រាប់ដែរនាងធ្លាប់ផឹកទឹកនោមពីគក់ទេរបស់ឆ្អេះឆ្អាបទាំងនេះយើងផឹកអស់រាប់ពាន់ចានគឺដើម្បីព្រោះតែចង់បានកូនប្រុសច្បងយើងស្វែងរកថ្នាំគ្រប់ទីកន្លែងផឹកថ្នាំរាល់ថ្ងៃផឹកឡើងសូម្បីតែសោយបាយក៏ល្វីងដែរពិបាកត្រង់ណាស់បានបុតមួយទៀតនៅតែជាបុត្រីនាងមិនស្អប់ទេហ៎យើងស្អប់
អាងអីដែលឯងមិនបានធ្វើអីសោះបែរជាកើតកូនប្រុសពីរយ៉ាងស្រួលបែបនេះទៅវិញនោះអញ្ចឹងគ្នាសម្រាប់ស៊ឺអើរបស់ជើងមិនត្រឹមតែស៊ឺអើទេនៅមានឈីងអ៊ីកូនរបស់ស្នំឯកឌីទៀតនៅដំណាក់នេះពួកឯងប្រសូតមួយយើងសម្រាប់ចោលមួយទីបំផុតយើងសារភាពហើយព្រះអង្គតើត្រង់ជ្រាបហើយណែមនុស្សស្រីអប្រិយខ្លាវាសាហាវតែវាមិនស៊ីកូនរបស់វាទេកាលពីមុនយើងមិនជឿថានាងហ៊ានធ្វើបែបនេះដាក់បុតរបស់យើងមិនមែនទេព្រះអង្គមិនមែនទេស្មានថានាងគឺជាមនុស្សដែលមកព្រះតែចិត្តជាបិសាចមិនមែនទេព្រះអង្គស្ដាប់ខ្ញុំចាស់បកស្រាយសិនយើងអសមួយក៏មិនចង់ស្ដាប់ដែរយ៉ាងវិញប្រកាសបញ្ជាយើងម្ចាស់ស្ត្រីតកូលចៅគ្មានមនុស្សធម៌សម្រាប់ព្រះបត្រាបត្រីព្រះអង្គទម្លាក់តំណែងជាមនុស្សធម្មតាដាក់ចូលទៅក្នុងដំណាក់ត្រជាក់ព្រះអង្គ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 ហេតុអីពួកឯងប្រសពបត្រាហេតុអីយើងមិនអើកើតមកជាប្រុសឬស្រីគេជួបវាសនានាងធ្វើជាម្ដាយគួរតែស្រឡាញ់ពួកគេតែនាងបាច់ជាគ្មានចិត្តជាម្ដាយចេះតែប្រាស់កូនរបស់ខ្លួនដើម្បីប្រយោជន៍ផ្ទាល់ខ្លួននេះជាកម្មផលដែលនាងសមនឹងទទួលបាននាងចាំតែមើលទេនិយាយផ្ដាស់យើងនឹងអាចមានបត្រាយើងនឹងប្រសូតបត្រាច្បងឲ្យបានគេនឹងអាចបន្តរាជនឹងគ្រប់គ្រងតាសៀទាំងមូលយើងនឹងក្លាយជាមហាក្សត្រយានីនៅពេលនេះបកាធានឆឹងអ៊ីនព្រះអង្គមានសេចក្តីប្រកាសតកូលចង់មានគុណធម៌ឆ្លាតវាងវៃតែងតាំងជាម្ចាស់ស្ត្រីពិសេសគ្រប់គ្រងដំណាក់ទាំង6ព្រះបត្រាសៀវឡាងឆ្លាតវៃខ្លាំងពូកែតែងតាំងជាព្រះរាជបុត្រស្នងរាជបន្តយល់ព្រមយកគុណធម៌ជាចម្បងគ្រប់គ្រងប្រទេសមានសន្តិភាពចប់សេចក្តីប្រកាសអ្នកមនាងដេសម្លៀកបំពាក់ប្រាក់បត្រាបត្រីមិនចាំបាច់វាស់ប្រកាយផងណាធ្វើជាម្ដាយគេរឿងអីដែរមិនដឹងពីទំហំកូនរបស់ខ្លួនឯងអ្នកមនាងព្រះអង្គខានយើងមកដំណាក់យើងយូរហើយយើងជាម្ចាស់ស្ត្រីចង់បានអ្វីក៏មានដែរចាំបាច់អីដណ្ដើមជាមួយពួកគេនោះខ្ញុំម្ចាស់ឮថាព្រះអង្គបានប្រាថ្នាជាច្រើនព្រះសុខភាពមិនដូចពីមុននោះទេព្រះមេដាសាយនំនេះទេព្រះអង្គសប្បាយប្រតិឲ្យត្រង់សប្បាយតិចចោះយើងមានឡាននឹងថាគឺគ្រប់គ្រាន់ហើយម្ចាស់ស្ត្រីវិវត្តឲ្យព្រះអង្គចេញពីប្រជុំបានទៅដំណាក់ស្នំប្រាថ្នាជាច្រើនក៏សោយទីបង្គត់បាត់ហើយព្រះអង្គសោយទីបង្គត់ហើយយើងដឹងហើយព្រះអង្គសោយទីបង្គត់ប្រទេសទាំងមូលរួមទុកព្រះអង្គថ្មីថ្មីទៅបាត់តែប្រជជនតូចតែត្រូវតែឡើងសោយរាជបន្តគ្រប់គ្រងប្រទេសមិនឲ្យប្រជារាស្ត្រខកបំណងទេស៊ឺអើម្ចាស់ស្ត្រីសូមឲ្យមានប្រជជនយឺនយូរព្រះមេដាចាប់ពីពេលនេះទៅបដូរទៅមកគុំជាអ្នកការពារព្រះមេដានិងម្ចាស់បងសង្ឃឹមថាពួកយើងនឹងអាចការពារអ្វីដែលយើងស្រឡាញ់ការពារសាច់ញាតិមិនខ្លាចនឹងបន្តដំណើរទៅមុខ